ជុំលើនេះភ្លាមណាឲ្យស៊ើបនេះកិច្ចទៅណាបានខ្ញុំឈ្មោះថាយានស៊ឺស៊ីងជាអ្នកសិក្សាទទួលភារកិច្ចមកដូចត្បូងពេជ្រយេស៊ឺគ្រប់ប៉ុន្តែខ្ញុំក៏គិតថាជីវិតខ្លួនឯងគ្រាន់ផ្លាត់ទៅហើយប៉ុន្តែរឿងឯងគួររំភើបជាងនេះទៅទៀតនោះខ្ញុំបានជំនាញបងខ្លួនបែបនេះទៅវិញជុំលើនេះភ្លាមណានេះជាបន្ទប់ស្នាក់នៅរបស់លោកប្រុសត្រូវប្រោបកស្កេនមុខមាត់ណានៅខាងមុខទៀតខ្ញុំគឺជាអ្នកស៊ើបការនេះត្បូងពេជ្រតកូយេក៏បានមកហើយមានរឿងអីហ្នឹងហេតុអីបានជាត្រឡប់មកវិញលឿនម៉េចពេលនេះខ្ញុំត្រូវការសម្រាប់រឿងចាប់តើជាទុននីតិរបស់ពួកឯងកន្លះម៉ោងទៀតខ្ញុំត្រូវការនាងចៅម្នាក់នោះមកលើកទងនៅមុខខ្ញុំនេះកុំឃើញអីហាហើយ CEO របស់យើងស៊ើបគ្រប់ជាមនុស្សពិការភ្នែកហើយជនពិការភ្នែកចាប់បានក្រុមអត់ខ្នាក់នេះផងនេះហើយគេគិតចង់ធ្វើអីហ្នឹងបច្ចុប្បន្នរលងខ្ញុំកំពុងតែធ្វើអីហ្នឹងត្រូវប្រញាប់ទៅហើយអាណាខ្ញុំហាក់ដូចបានជិះពីរូបទៅអញ្ចឹងខ្ញុំនៅអាចចាប់របបបានខ្ញុំនៅមិនទាន់បាត់ទៅណាទេខ្ញុំគ្រាន់តែកំពុងបបានខ្លួនអូល្អណាស់tôi không mọi wow ខ្ញុំអាចបបានខ្លួនបានអញ្ចឹងចាប់ពីពេលនេះទៅរបស់ក្នុងលោកនេះមានអ្វីដែលខ្ញុំលួចមិនបានទៀតខ្មោចកសែងជុតមុខក៏ប៉ុន្តែរូបរាងប្រធានជេពិតជាមិនធម្មតាមែនតែក៏អរគុណពីកន្លែងដាក់ខ្លួនផងណាលោកប្រធានជេបាយខ្មោចងខ្មោចចិត្តខ្មោចគេទៅខ្ញុំហើយនេះវាយ៉ាងម៉េចហ្នឹងតែមកភេទសក៏អាចក៏លេចឡើងមកវិញហើយនេះជាវិធីបបានខ្លួនស្អីគេនេះបើជាខ្សែលើគ្នាពេកហើយអ្នកស្មាប់មិនបានជិះនៅក្នុងបន្ទប់មានរបស់កខ្វក់បែបនេះរបស់កខ្វក់មែនទេគេនិយាយដល់ខ្ញុំមែនទេឲ្យពេល10នាទីអត់ទេ5នាទីត្រូវយករបស់កខ្វក់ចេញពីបន្ទប់ខ្ញុំឥឡូវនេះហើយយកជន់សាក់ទៅមកខ្ញុំផងលោកប្រុសលោកប្រាប់ខ្ញុំខ្លួនឯងថានៅក្នុងផ្ទះមានតែកណ្ដោខ្ញុំប្រាប់ឲ្យយកមកបាទខ្ញុំចេញទៅបែបនេះបើក៏ជាគិតថាខ្ញុំជាខ្មៅតែបានមិនទាន់ស្លាប់ហើយវាយកតែពីសំខាន់ទេនេះកំពុងតែបង្ខំខ្ញុំបោះក៏អាយមែនទេលោកប្រុសយន់សាក់ស្ដីលោកប្រុសត្រូវការរបស់កខ្វក់នៅណាទៅនៅក្នុងលោកប្រុសរបស់កខ្វក់គឺជាខោអាវទាំងនេះហ៎អូយសំណាងល្អណាស់ដែលខ្ញុំបានខ្លួនបានមិនចឹងប្រកាសជាត្រូវមនុស្សទៅទាំងក្រុមខាញ់ខ្ញុំខ្លួនប្រទេសមិនខាញ់ទេលោកប្រឹងខ្ញុំសម្បត្តិរួចហើយចេះអើយបោកចិត្តបង្ហាញខ្លួនហើយខ្ញុំចិត្តខាញ់ខ្លួនទៅទេខ្ញុំចង់ដឹងណាឲ្យមកធ្វើរឿងឈុតគូដាក់ខ្ញុំនេះណាអូយនៅលេចបានហើយថាទៅយកសម្លៀកបំពាក់មកឲ្យខ្ញុំមកនៅសម្លឹងស្អីទៀតចាហើយចោះខ្មៅគិតធ្វើយ៉ាងម៉េចទៅវិញ្ញាណទី6របស់ខ្ញុំប្រាប់ថានោះមិនមែនជាខ្មោចទេតែប្រហែលជាមនុស្សខ្ញុំមានរបស់ពិសេសម្យ៉ាងតែពួកយើងមិនឃើញថាគេមានមុខមាត់យ៉ាងម៉េចទេគិតទៅរកនៅឯណាទៅប្រកាសនៅក្នុងអ៊ីនធឺណិតរកគូសកលខ្ញុំមិនទេយកត្បូងពណ៌ខៀវនេះធ្វើជាបណ្ដាការរកគូរៀបការមិនមែនយើងត្រូវចាប់ចោលទេហ៎ហើយពីរឿងនេះពាក់ព័ន្ធនឹងគ្នាយ៉ាងម៉េចគាត់ចាយពាក់ព័ន្ធមករបស់ខ្ញុំមកខំមកខ្ញុំរៀបការរហូតរឿងនេះអ្នកណាក៏ដឹងខ្ញុំនឹងប្រើការរៀបការនេះដើម្បីចាប់ចោលនោះឲ្យផុតតែសងលុយដែលកាត់ទុកនោះវិញមិនបានតែខ្ញុំរកវិធីយកត្បូងពេជ្រនោះមកវិញអត់ទៅបានហើយធ្វើយ៉ាងម៉េចទៅហើយមាននឹងធ្វើឲ្យមនុស្សប្រុសទាំងក្រុមខាងខ្ញុំអាក្រាតហើយបែកលិននៅបាត់ទៀតហើយនេះជាជំនាញបបានខ្លួនឈួតយកអីគេនេះមិនត្រឹមតែមិនអាចគ្រប់គ្រងពេលវេលាបានតែពេលបង្ហាញខ្លួនបាច់ជាឃើញខោអាយមុនទៀតក៏គិតថាវាជាសមត្ថភាពពិសេសមិនគិតទៅតែសោះថាវាគ្រាន់តែជារឿងបោកប្រាស់ហើយក្រៅពីរឿងយកមិញនេះប្រព័ន្ធការពាររបស់ត្រកូលយាយគឺកាន់តែរឹតបន្តឹងខ្លាំងជាងមុនខ្ញុំត្រូវរកវិធីផ្សេងហើយធ្វើយ៉ាងម៉េចទៅអ្នកស្នងមរតកយាយស៊ឺគ្រប់ប្រកាសរកគូដល់តឹងរឹងបណ្ដាការនោះគឺបែកលិនពណ៌ខៀវទេវតាជួយជំហាយអោកាមរកហើយនេះគឺជាអ្វីមែនទេប្រព័ន្ធលក្ខខណ្ឌរបស់តកូលយេបើចង់រៀបការចូលតកូលយេត្រូវទៅទន្ទឹងចាំនឹងចាប់ដើមមុនមិនប្រញាប់ទេមេត្រា432ចំណុចទី1ភរិយារបស់ត្រកូលយេត្រូវនៅក្នុងអំណាចស្វាមីប្រតិបត្តិទូនាទីរបស់ភរិយាហាមកញ្ញារៀមគ្រប់គ្រងរបស់ស្វាមីត្រូវធ្វើតាមបញ្ជារបស់ស្វាមីទ្រព្យសម្បត្តិទាំងអស់ជារបស់ស្វាមីចេញពីផ្ទះត្រូវការប្រើលុយឬក៏ចង់រាប់អានមិត្តភក្តិសម្បត្តិអញ្ញាពីស្វាមីមេត្រា572ចំណុចទី6ភរិយាត្រូវតែរៀបការពិភេទដូចគ្នានៅក្នុងឧបករណ៍តំណាក់តំណងឲ្យស្វាមីធ្វើការត្រួតពិនិត្យបើត្រួតពិនិត្យឲ្យបរាជ័យត្រូវទៅលុបចោលឬក៏ប្លុកទាំងអស់មេត្រា600ចំណុចទី1ភរិយាត្រូវកាត់ផ្តាច់ពីគ្រួសារដើមទាំងអស់ម៉ែឪក៏ត្រូវនាំទៅនៅក្នុងផ្ទះចាស់ជរាបងប្អូនតែបញ្ជូនទៅក្រៅប្រទេសទាំងអស់ធ្វើដូចជាមិនមានញាតិបងប្អូនទាំងអស់បើពិនិត្យឃើញខាងនោះតាក់តងនឹងត្រូវដេញចេញពីផ្ទះចេញតែខ្លួនទៅទេប៉ុណ្ណោះអញ្ចឹងមានន័យថាលោកចង់ធ្វើអីក៏បានតែខ្ញុំត្រូវប្រតិបត្តិច្បាប់ភរិយាលោកអាចប្រើលុយបានយ៉ាងសេរីតែខ្ញុំប្រើតែ1សេនក៏ត្រូវរៀបការប្រាប់លោកដែរហើយម្យ៉ាងវិញទៀតនោះគឺការដែលខ្ញុំរៀបការចុះតកូលយាយហើយនោះត្រូវខ្លាចជាកូនកំព្រាទៀតចាំបានល្អតើនេះដែរហើយម្យ៉ាងវិញទៀតនោះគឺការដែលខ្ញុំរៀបការចុះតកូលយាយហើយនោះត្រូវខ្លាចជាកូនកំព្រាទៀតចាំបានល្អតើនេះបើទទួលយកមិនបានទេក៏ចេញទៅ
គឺនៃរបស់ខ្ញុំនោះគឺខ្ញុំត្រូវការតែខ្លួនរបស់លោកមានលោកហើយខ្ញុំនៅមានមនុស្សប្រុសផ្សេងធ្វើអីទៀតមានលោកហើយខ្ញុំនៅត្រូវការលុយធ្វើអីទៀតថាអ្វីដែលសំខាន់នោះគឺខ្ញុំជាក្មេងកំព្រាពិតមែនមិនបានក៏ហាក់មិនបានបោកប្រាស់ទេ អ្នកមើលថៃបានថែមលក្ខខណ្ឌមួយចំណុចទៀតក្រោយរៀបការហាមស្រីម្នាក់នេះមកបាត់ខ្ញុំ ថាម៉េចស្អីឲ្យខ្ញុំមករៀបការធ្វើអី ទទួលយកមិនបាន ទទួលយកបានបងសម្លាញ់និយាយបែបណាក៏បែបហ្នឹងឯ អ ង ញ្ចឹងខ្ញុំសួរមួយសំណួរចុងក្រោយ បងសម្លាញ់ចេញសួរចាស់ ជាចោលមែនទេ ថាម៉េច ការដែលខ្ញុំប្រកាសរកគូរៀបការគឺព្រោះតែខ្ញុំចង់ចាប់ចោលដែលលួចពេជ្រផេលីននៅយុគមិញនេះព្រោះមានតែចោលប៉ុណ្ណោះដែលព្រមទទួលយកលក្ខខណ្ឌដ៏អាក្រក់ទាំងនេះដើម្បីបានសុខក្នុងសកលទេយិនស៊ីស៊ីនាងគឺជាចោលមែនទេ អាចទៅរួចយ៉ាងម៉េចទេតែប៉ុន្តែខ្ញុំគ្រាន់តែចង់សាកធ្វើជាលោកស្រីក្នុងតកូជេបានតែម្ដងប៉ុណ្ណោះខ្ញុំលួចស្រឡាញ់លោកប្រុសតកូជេមកយូរហើយបើសិនជាលោកប្រុសយេមិនពេញចិត្តទេអញ្ចឹងខ្ញុំធ្វើវិញក៏បានដែរ នាងឆ្លងផុតហើយ នៅអត់ចង់ឲ្យតិចទៀត នេះជាសន្យាមុនរៀបការសញ្ញាទៅស៊ីស៊ីបើនាងជាចោលពិតមែននោះនេះគឺជាអន្តរជាតិនាងហើយពេលនាងបង្ហាញការសង្ស័យចេញមកខ្ញុំនឹងចាប់មនុស្សនៅពីក្រោយឲ្យបាន ខំសញ្ញាសិនណាហើយសុំទៅណាតែខ្ញុំសញ្ញាប្រឆានខ្ញុំដឹងថាបងធ្វើបែបនេះគឺចង់ធ្វើតាមបំណងប្រាថ្នារបស់អ្នកនាងដែលចង់ឲ្យបងរៀបការនៅក្នុងឆ្នាំនេះតែនាងបានអាចទទួលយកលក្ខខណ្ឌដ៏អាក្រក់បែបនេះប្រកាសជាមានផែនការហើយ ស៊ីស៊ីខាងក្រោយគឺបងតៃរបស់នាងគួរសមបន្តិចទេ បងសម្លាញ់នេះជាបងស្រីរបស់យើងឯងក្មេងតូចយកតែចិត្តខ្លួនឯងបែបនេះមិនអីទេខ្ញុំមិនប្រកាន់ទេបងប្រឆានខ្ញុំអត់មានធ្វើអីជ្រុលជ្រុលទៅលើបងស្រីទេណាខ្ញុំគ្រាន់តែមានអារម្មណ៍ថាគ្រប់យ៉ាងចែកដុំខ្លាំងពេកខ្លាចថាបងនឹងជាចិត្តមនុស្ស ស៊ីស៊ីរៀបការជាមួយខ្ញុំដែលមិនស្គាល់ពីអ្វីគេមិនមែនជំនួសមិនល្អទេ បងប្រឆាន ព្រោះសមបន្តិចទៅព្រោះជាក្មេងល្អ ក៏បានខ្ញុំស្រាប់បងប្រឆានគ្រប់យ៉ាងមិនថាស្រីម្នាក់នេះជាចៅពិតមែនឬក៏អត់ទេខ្ញុំនឹងមិនព្រមប្រឡែងឲ្យគេទៅនៅជាមួយបងឈឿនដាច់ខាតថ្ងៃនេះខ្ញុំមិនបាននាំយកកាដូអីមកទេកងដៃមួយនេះចាត់ទុកជាកាដូជូនបងមិនប្រកាន់ទេមែនទេប៉ាត់ចាំសាក់ចាំខ្ញុំជួយប្រាប់បងណាហើយជានោះនៅមុខហើយដៃនឹងខ្សោយណាអើយ នាងរបស់ហើយចាំខំមើលរបស់អញ បងប្រឆាននាងបងសម្លាញ់ខ្ញុំមិនអីទេរបស់តែទុយប៉ុណ្ណោះខ្ញុំស៊ាំហើយបងតែមកអ្នកនាងលៀនសិនទៅអត់បាច់មិញនេះគឺនាងពីនឹងនួតដែរប្រហែលជាតក់ស្លុតមិនខានទេបងក៏មកធ្វើជាសម្លាញ់អីបងតាំងចិត្តច្បាស់ណាឈាមនៅអ្នកគេនឹងអត់បាច់មិញគេរត់ទៅបុករបួសដល់ខ្លួនឯងទេនេះបងប្រឆានខ្ញុំថាគេព្យាយាមធ្វើឲ្យបងជឿទុកចិត្តរួចហើយក៏រៀបកម្រងធ្វើមិនល្អខ្ញុំពិតជាមានកម្រងជាមួយនឹងលោកប្រឆានបងមកតែនាងព្រមទទួលហើយខ្ញុំព្រមទទួលការដែលខ្ញុំរៀបការជាមួយនឹងលោកប្រុសយេគឺដើម្បីឲ្យមានទីកន្លែងជ្រកកាមទាំងនេះខ្យល់គេពីភ្លៀងគឺមិនបាច់ត្រូវប្រើជីវិតអនាថតាមផ្លូវសាធារណៈទៀតព្រោះតែមិនចង់ប្រើជីវិតដែលត្រូវគេបណ្ដេញចេញទៀត បានហើយមិនបាននិយាយទៀតទេនាងកំពុងមានរបួសខ្ញុំនាំនាងទៅរំរបួស បងប្រឆានបងហាមជឿនាងឲ្យសោះណានាងកំពុងតែសម្ដែងលក្ខខណ្ឌហើយអ្នកនាងលេងប្រាប់ថាខ្ញុំកំពុងសម្ដែងលក្ខខណ្ឌអញ្ចឹងចាត់ទុកថាខ្ញុំកំពុងសម្ដែងតែចោលមិនអីទេលោកប្រុសយេជីវិតដែលត្រូវគេទម្លាក់កំហុសនៅហើយបៀតបៀនការពិតបែបនេះខ្ញុំធ្លាប់ជួបតាំងពីនៅមណ្ឌលកុមារកំព្រាម្លេះបានអ្នកនាងលេងមិនជឿចិត្តខ្ញុំអញ្ចឹងខ្ញុំទៅក៏បានដែរខាត់ខ្ញុំនាងមិនបាច់ទៅទេតទៅនេះជាផ្ទះនាង បងប្រឆាននាងកំពុងតែសម្ដែងធ្វើជាទៅដើម្បីឲ្យបងខាត់នាងបងប្រកកំចាញ់បងនាង ខ្ញុំនឹងឲ្យគេជួយនាងទៅផ្ទះវិញម៉ែដល់បានទៅយកកលនាងរបស់ហ្នឹង យានស៊ូស៊ីងនាងស្រីថោកទៀតយ៉ាងនឹងធ្វើឲ្យបងប្រឆានដេញនាងចេញឲ្យទាល់តែបានផ្ទៃមុខនេះពិតជាធ្វើឲ្យមនុស្សលងស្នេហ៍បានពិតមែនអូគឺបងសម្លាញ់អ្នកនាងលេងនៅតែនិយាយថាខ្ញុំគឺជាចៅចុះមកលួចត្បូងពេជ្រពណ៌ខៀវប៉ុន្តែខ្ញុំឃើញថាតកូយាយមានអ្នកការពារច្រើនថ្នាក់នេះតែមានចាំមកពីណា គឺ ហ៊ាន សា សម្រុក ក ចូល មាន លួ ពូ ច ដែល បាន មិនខ្លាចខ្លាំងដោយរឿងកាប់យកមិនអញ្ចឹងតែមើលទៅនាងក៏ស្តៀងនឹងចោលការប្រយុទ្ធនឹងដែរ គេកំពុងតែបញ្ឆាត់ឲ្យខ្ញុំនិយាយការពិតគេបញ្ឆាត់ឲ្យខ្ញុំនិយាយការពិតបើគេឃើញមុខខ្ញុំច្បាស់ពិតមែននោះគេពិតជាប្តឹងប៉ូលីសយូរហើយបងសម្លាញ់បងពិតជាបកកាយលេងសាច់ណាខ្ញុំក៏គ្រាន់តែជាមនុស្សសេត្រង់ខ្សែម្នាក់គ្រាន់តែបើកម្របអបក៏បងរួចផងនេះមើលទៅជួយបើកឲ្យខ្ញុំផងបានទេណាបងសម្លាញ់ខ្ញុំបានលើមកថាជប់មិញនេះមានចៅលួចចាប់តែរបស់យើងហើយបិទបែរលិននោះរូបរាងយ៉ាងម៉េចហេតុអីក៏មានមនុស្សសម្រុកចូលហ៊ានបដូរជីវិតយកទៅបែបនេះ នាងចាប់អារម្មណ៍ត្បូងពេជ្រដល់ថ្នាក់នេះកុំថារឿយៗស្មានទៅនាងគឺជាចោលម្នាក់នោះមែនទេ ជួយវាមិនអាចទៅរួចទេខ្ញុំគ្រាន់តែសង្ស័យតែប៉ុណ្ណោះឯងអូយ អ្វីដែលល្អកុំឲ្យខ្ញុំចាប់បានឯកោះណាថានាងគឺជាចោលម្នាក់នោះខ្ញុំនឹងធ្វើឲ្យនាងសងមកវិញនៅការជាប់គុកជាមិនខានទី មិនអាចទៅរួចទេខ្ញុំជាមនុស្សដែលស្រឡាញ់ជីវិតខ្លួនឯងបំផុតគ្មានใครដែលត្រូវយកជីវិតមកប្រថុយដោយសារតែបង បើ ពេក ចឹង នេះ ក៏សម្ដែងបានច្រើនទៅ ឆាប់សិន មានរឿងអីទៀត លោកនៅកំដៅខ្ញុំបន្តិចបានទេ ធ្វើតាមកិច្ចសន្យាខ្លួនឯងបានល្អកុំលុបលុនរបស់ដែលមិនមែនជារបស់ខ្លួនបើមិនអញ្ចឹងអញ្ជើញត្រឡប់ទៅវិញទៅ របស់ដែលបានមកដូចងាយខ្ញុំមិនត្រូវការទេដល់រកគ្រប់កន្លែងហើយនៅតែបន្ទប់មួយនេះទៀតទេតែត្បូងពេជ្រលាក់នៅទីណាទៅណោះរីមួយក៏លាក់ទឹកនៅត្រង់នោះហ่ะទៀតហីពូកែងូតទឹកនេះហើយអូហេកុំតន់អាត់អីដល់ចេញហើយបានហើយហើយឃើញទៀតហើយអីហូយមួយនេះដឹង
ហាក់ដូចក៏លឿនម្ល៉េះ នឹងបើនឹងបើ ឃើញហើយស្លាប់ក៏ស្លាប់ចាស់ល្អជាងចាប់បានជាចៅលួចរបស់បងសម្លាញ់ខ្ញុំពិតជាខ្លាចភាពងងឹតខ្លាំងណាស់នៅកំដរខ្ញុំសិនបានទេ ហើយងងឹតមិនក៏មិនបើកភ្លើងហើយមិនបានជឿស្លៀកពេលបែបនេះ បើក្លឹបកេងមិនលក់ណាស់ចុះខ្ញុំនិយាយអីទៅលោកក៏នៅតែមិនជឿខ្ញុំដដែលហ្នឹងអញ្ចឹងមិនអីទេខ្ញុំទៅវិញក៏បានទ្រាំចាំដល់លេខភ្លឺប្រហែលជាលេខអីហើយ ធ្វើតាមអ្វីនឹងត្រូវការ គេប្រហែលជាមិនបានលំនឹងសម្រាប់របស់ខ្ញុំរហូតខ្លាំងទៅជាសត្វព្រៃទេណាលោកប្រជេលោកមិនបាច់បង្ខំចិត្តខ្លួនឯងព្រោះតែខ្ញុំទេខ្ញុំទៅវិញក៏ បើ បាន មិនចង់ទៅកម្មវិធីថ្ងៃស្អែកដល់របបភ្នែកខ្មៅទីក៏បានមកខែនេះទៅ ពិធីជប់លៀងមែនទេពិធីជប់លៀងអីទៅ ពិធីជប់លៀងប្រកាសពីត្បូងប្រចាំត្រកូលជេហើយនឹងនាងគឺជាភរិយារបស់ខ្ញុំនោះ បៃលិនពណ៌ខៀវមែនទេហើយឈប់សិនត្បូងបាច់បៃលិនអាចជឿកំពុងកាត់ បើ មែ នឹង ន និ ទេ យាយទៀតតំណែងលោកស្រីជេនឹងប្រកប គេជួយបើដឹងតាំងពីដំបូងថាស្អែកនេះបានឃើញត្បូងពេជ្រនោះខ្ញុំខាត់ពេលខំដើររត់ដល់ថ្នាក់នេះធ្វើអីឆាប់ឡើង គិតចង់ស្លៀកឈុតបែបនេះ ហើយមានបញ្ហាត្រង់ណាខ្ញុំប្រើលុយច្រើនណាស់ដើម្បីទិញ លោក វា ស្រីជេរបស់ស៊ីគ្រប់សម្លៀកបំពាក់ត្រូវមានតម្លៃបំផុតមិនដឹងបាន លោកស្រីសុំជើញឈុតនេះខ្ញុំទិញមកក្នុងតម្លៃ399នេះយល់ថាថ្ងៃនេះខ្ញុំបានឃើញពេជ្រពណ៌ខៀវហើយខ្ញុំមិនប្រកាន់ក៏បានដែរ លោកប្រុសដល់ពេលដែលទៅហើយចា៎ អូខេតោះយើង នៅនឹងលៀនគឺថាពិធីជប់លៀងនៅថ្ងៃនេះលោកប្រយាយចាត់ឡើងដើម្បីស្វាគមន៍ភរិយាថ្មីថ្មីជាពិសេសនៅនឹងលៀនធំនៅក្តីមកជាមួយគ្នាដឹងទេថាភរិយារបស់គេជាកូនស្រីតកូនណាដែរអាចជាមានតំណែងល្អជាមួយនឹងយេស៊ូគ្រូបាន កូនស្រីអ្នកមានហៃសូមកពីណាគ្រាន់តែជាក្មេងស្រីទៅទៀតមកពីម្ដងក៏មកកំព្រាតែប៉ុណ្ណោះ ខ្ញុំជាមនុស្សមិនខ្វល់នឹងមនុស្សស្រីសត្វទៅហើយអ្វីដែលខ្ញុំខ្វល់គឺត្បូងពណ៌ខៀវរបស់ត្រកូលជេទៅវិញទីអ្នកដែលគ្រប់គ្រងវាបានអំណាចដល់ក្រុមដែនការដែលយេស៊ូគ្រប់មានអំណាចបែបនេះគឺព្រោះតែបាន លោក គ្រប់ ប្រ គ្រង យាយហើយដឹងលោកស្រីយេបានមកដល់ហើយ អូយព្រះជាម្ចាស់ហើយភរិយារបស់គេជាក្មេងកំព្រាពិតមែនមុខមាត់អាកប្បកិរិយាប្រៀបដូចជាព្រះនាងទៅអញ្ចឹង លោកមិនបាញ់មិញនិយាយថាមិនចូលចិត្តខ្វល់នឹងមនុស្សស្រី តែ ទេ តែមើលទៅមនុស្សស្រីបែបនេះមានតែតកូលអ្នកមានទេដែលអាចសម្រៀបការបានមិនបាច់ចិត្តទេដែលលោកប្រុសយាយព្រមយកត្បូងមានតម្លៃបំផុតចេញមកណា នេះគ្រប់គ្នាក្រាក់នេះអស់ហើយមែនទេបើមិនឃើញទេហើយថាស្រីម្នាក់ណាអាក្រក់កម្រិតណាទោះឈុតមានតម្លៃថ្លៃក៏មិនអាចដឹងភាពក្រីក្ររបស់គេបានដែរនេះមិនស័ក្តិសមនឹងមលៀងchơiរបស់ប្រឈើបានទេពលលោកមិនដឹងទេមែនទេពាក្យសម្បត្តិដែលនៅដំបូកបាយលិនពណ៌ខៀវជាប្រពៃណីរបស់តកូលជេមិនថាបងប្រុសទៅរៀបការជាមួយអ្នកណាក៏ត្រូវតែធ្វើបែបនេះដែរមើលទៅការដែលម្ដងទៀតទៅជាកូនកំមុំរបស់យាយឈិនគឺជាការសម្រេចចិត្តដ៏ឆ្លាតមែនទេ លោកតាប់តទៅនេះសូមអញ្ជើញថៃលៀនពណ៌ខៀវយេស៊ូគ្រប់ ដ៏ឆ្លាតមែនទេ លោកតាប់តទៅនេះសូមអញ្ជើញថៃលៀនពណ៌ខៀវយេស៊ូគ្រប់ មែនហើយនេះជាថៃលិនពណ៌ខៀវដែលខ្ញុំមិនបានចូលទៅពីយប់នេះ តាមប្រពៃណីរបស់យេស៊ូគ្រប់កូនកំឡោះទៅកូនក្រមុំត្រូវស្បត់នៅនឹងបុកថៃលៀនពណ៌ខៀវនោះមានន័យថាអ្នកទាំងពីររួមគ្នាមកតែមួយដូចជាត្បូងពេជ្រថៃលៀនកូនចៅនៅស្នងតំណែងមួយចំនួនដល់មួយចំនួនក៏ដូចជាថៃលៀនពណ៌ខៀវសូមអញ្ជើញអ្នកស្នងតំណែងយេស៊ូគ្រប់ស្បត់សច្ចា ខ្ញុំស្បន់ខ្ញុំយាយឈិនមានយិនស៊ឺសៀងតែម្នាក់ជាភរិយាក្នុងមួយជីវិតនេះបើសិនជាខ្ញុំខុសពីសម្បត្តិខ្ញុំសូមឲ្យយេស៊ូគ្រប់ដូចរលំ យាយឈិននេះលោក តាម បែប ប្រពៃណីរបស់យេស៊ូគ្រប់មួយជីវិតរៀបការបានតែម្ដងទេមួយជីវិតនេះមានការលែង សូមឲ្យលោកស្រីយេស៊ូគ្រប់និយាយពាក្យស្បត់សច្ចា ខ្ញុំមិនចង់មានកូនឲ្យយាយឈិនទេណាហើយខ្ញុំក៏មិនចង់ដួលរលំដែរធ្វើចាំមិនល្អទេ សូមអញ្ជើញលោកស្រីនិយាយពាក្យស្បត់សច្ចាចាំកាលទេមិនស្បត់ទៅ យ៉ាងម៉េចមិនហ៊ានមែនទេឥឡូវនេះប្រោចិត្តនៅតាន់ពេលអ្នកកាភីយកត្បូងខៀវចេញទៅ អេឈប់សិនអ្នកណាប្រាប់ថាខ្ញុំមិនហ៊ានខ្ញុំគ្រាន់តែគិតថាពាក្យសម្បត្តិបែបណាទៅមើលទៅគួរជាចាក់បំផុតខ្ញុំយេនស៊ូស៊ីងក្នុងជីវិតនេះរៀបការជាមួយយាយឈិនតែម្នាក់ហើយក៏មានកាដូយាយឈិនតែម្នាក់បើខ្ញុំខុសពាក្យសម្បត្តិក៏ខ្លាយទៅជាជនអនាថបើសុំទានសត្វទៅដល់រកស័ក្តិសិទ្ធិមិនឃើញហើយក៏មិនបាច់រៀបដែរខ្ញុំអាចបដូរមនុស្សនៅក្នុងបាបបាន ពេលនេះកម្មវិធីត្រូវបញ្ចប់ បើប្រឈិនហ្វៃលិនពណ៌ខៀវពិតជាមានតម្លៃណាស់ខ្ញុំយកទៅទុកនៅទូសុវត្ថិភាពសិននេះណា លំបាករស់ហើយ មិនលំបាកទេគឺហ្វៃលិនមានតម្លៃដល់ថ្នាក់នឹងអ្នកនាងទិញយកទៅម្នាក់ឯងគ្រោះថ្នាក់ណាស់ខ្ញុំទៅជាមួយជាមួយអ្នកនាងអត់ទេ ហើយនេះនឹងជាកូនកំមុំតាមតារាតែអត់ អញ្ចឹងខ្ញុំមិនជូនពេជ្រនៅទីទេខ្ញុំត្រូវឲ្យញ៉ាំជំនួសវិញបានទេ បាននឹងកំតែឆ្ងាយពីកថាផ្នែកមកខ្ញុំ អូខេ អញ្ជើញអស់លោកតាមសម័យចុះ សោកាត់បន្ទប់សុវត្ថិភាពអូយជួយរបស់ខ្ញុំហើយមកជូតខ្ញុំតាអ្នកនាងមានសុំទៅផងណាចាំខ្ញុំជូតអាវយាយស៊ូស៊ីងនាងតាំងចិត្តធ្វើមែនទេឲ្យជូតបានចាំមិនទៅ មានរឿងអីមែនទេ បងប្រឈិនបងមើលទៅនាងធ្វើចិត្តឲ្យបងឲ្យមកប្រឡោះអស់ហើយ គ្រាន់តែឈុតមួយពេញថ្មីក៏បាននៅលើឡាធ្វើស្អីទៅជុំមក បងសំណាញ់ជាកំហុសរបស់ខ្ញុំខ្ញុំទៅកំដរអ្នកនាងលេងដល់ខ្លួនឯងចាបងប្រឈិនហេតុអីក៏បងមិនឆ្លើយកុំប្រាប់ណាថារៀបការរួចហើយមិនប្រកាសខ្ញុំទៀតនោះ មិនអាចទៅរួចទេទៅចុះ តាអើ
ខ្ញុំបដោះសម្ភារបំពាក់នាងមកទីនេះធ្វើអីធ្វើឲ្យឈុតរបស់ខ្ញុំប្រឡាក់ហើយនៅមកថតរូបអាក្រក់របស់ខ្ញុំទៀតមែនទេក៏ចង់ថាខូចគេឈ្មោះខ្ញុំមែនទេអូយអញ្ចឹងខ្ញុំចេញទៅវិញនៅមិនប្រញាប់ទៅទៀតឬមកក៏ចង់ឲ្យខ្ញុំសាញ់នាងចេញទៅតែឥឡូវហើយណាទៅហើយនាងស៊ូស៊ីងខ្ញុំបានកែច្នៃកាត់សាប់បន្ទប់សុវត្ថិភាពហើយគ្រាន់តែនាងដើរកាត់មុខបន្ទប់សុវត្ថិភាពទ្វារនៅបាក់ដាក់ខ្លួនឯងដល់ពេលនោះសម្លេងសុវត្ថិភាពការពារចោលរលីឡើងហើយពេលហ្នឹងមានអ្នកណាទៀតជឿថានាងមិនមែនជាចោរលួចនោះទោះបីជាដឹងថាលិនរੂធ្វើវិធីនេះដើម្បីទម្លាក់កំហុសឲ្យខ្ញុំតែនេះគឺជាឱកាសតែមួយគត់ដែលខ្ញុំអាចលួចបាយលិននោះបានយាយឆានឲ្យខ្ញុំសុំទោសណាដើម្បីក្មេងៗនៅម្ដងកុំមកកំព្រាខ្ញុំគ្មានវិធីផ្សេងទៀតទេហាឃើញច្បាស់នេះបងពេជ្រផូខីខ្ញុំមកដល់ហើយហើយនេះជាខោអាវរ៉ូបៀងបន្ទុកចោលនេះអីខោអាវរ៉ូបៀងមិនស្អីទៅក៏គ្រាន់តែជាឈុតធម្មតាប៉ុណ្្នឹងឯងពីរ៉ូបសោះហ្នឹងនេះនាងបាត់ទៅណាហើយរ៉ូបឃើញតែឈុតយ៉ាងនេះគឺជាឈុតរបស់យានស៊ូស៊ីងនេះមិនចឹងទេនាងប្រកាសជាលេខទីនេះមិនខានទេបញ្ញាប់រត់ទេឆាប់រ៉ូបទៅឆាប់ទៅហើយឈប់សិនកុំប្រាប់ណាថាចិត្តបង្ហាញខ្លួនហើយម្ដងនេះគឺមិនត្រឹមតែបកក្រាតទេតែនៅមានមនុស្សឃើញខ្ញុំរូបរាងក្រាតទៀតហើយខ្មោចលងអូបែហើយខ្មោចលងពេលនេះត្រូវតែរកចំណុចខ្សែដើម្បីជិះតែបានលើកនេះខ្ញុំទៅជួបបងប្រឈើចាប់ចោលទៅតែបានបងប្រឈើប្រកាសជាសប្បាយចិត្តហើយក៏គាត់បាននាងថប់ទៀតនេះចឹងហើយខ្ញុំក៏ការចំនួនវិញសើធំហើយគ្មានពេលទៀតទេប្រកាសជាកិច្ចមិនផុតទេគេគឺជាអ្នកណាហេតុអីបានជួយខ្ញុំបាននាងថប់ទៀតនេះចឹងហើយខ្ញុំក៏ការចំនួនវិញសើធំហើយគ្មានពេលទៀតទេប្រកាសជាកិច្ចមិនផុតទេគេគឺជាអ្នកណាហេតុអីបានជួយខ្ញុំចាប់ពួកវាតែលឿននេះគឺជាក្រុមតែមួយជាមួយគ្នាដេញតាមទៅប្រញាប់ដេញតាមទៅលោកគេធ្វើអីហ្នឹងធ្វើអីមែនទេខ្ញុំជាអ្នកសួរនាងទៅត្រូវនាងកំពុងធ្វើអីយិនស៊ូស៊ីនាងគឺជាចៅម្នាក់នោះតែចូលទៅផ្ទះរបស់ខ្ញុំដើម្បីលួចត្បូងតែមិនតែទីយិនស៊ូស៊ីនាងគឺជាចៅម្នាក់នោះដែលចូលទៅផ្ទះរបស់ខ្ញុំដើម្បីលួចត្បូងតែមិនតែទីបងសំឡាញ់បងនិយាយបែបនេះជាមួយនឹងខ្ញុំពិតជាខូចចិត្តណាស់តែនាងនឹងឲ្យទៅលួចចាប់ផ្ទះខ្ញុំនៅយប់ហ្នឹងស្លេកពុតដូចគ្នាតែម្ដងហើយកាប់ខ្ញុំអត់ហ៊ាននិយាយបាននាងមិនព្រមនិយាយច្បាស់ទេខ្ញុំនឹងចិញ្ចាំនឹងជាប្រហិតហើយបោះត្រីស៊ីគឺការពិតតែការនៅពីក្មេងខ្ញុំត្រូវពួកគេចាប់ខ្លួនទៅធ្វើការសាឡបងពិតជាប្លែកណាស់ខ្ញុំព្យាយាមអស់ពីសមត្ថភាពតម្រុបតែកិច្ចខ្លួនមកបានចោលដែលលោកឃើញនោះប្រហែលជាអ្នកដែលកិច្ចចេញមកមិនបាននឹងហើយចេះតែងរឿងទៀតខ្ញុំមិនបានតែងរឿងទេណាខ្ញុំខ្លាចអ្នកដទៃមកបងខ្ញុំជាសត្វចម្លែកទៅខ្ញុំមិនដែលប្រាប់រឿងនេះដល់អ្នកណាទេតែលោកជាមនុស្សដំបូងហើយណាបាទខ្ញុំដឹងថានាងក៏ហក់ខ្ញុំនោះខ្ញុំបានហាក់ចូលទៅលេឲ្យឆ្លាមស៊ីខ្លួនឯងប៉ាត់មែនទេនេះមានរឿងអីបើសិនជាខ្ញុំប្រាប់ថាមានអ្នកសម្លឹងឃើញភាពស្រស់ស្អាតរបស់ខ្ញុំគិតចង់មករំលោភខ្ញុំហើយដល់សម្លឹងបំពាក់ខ្ញុំចេញតើលោកជឿទេជឿប្រកាសជាជឿលោកស្រីស្អាតដល់ថ្នាក់នេះគ្រប់គ្នាសម្លឹងឃើញផ្លែចិត្តហើយវាជាអ្នកណាទៅមកប៉ះពាល់មនុស្សស្រីរបស់ខ្ញុំនឹងហែកវារាប់ម៉ឺនជុំអូគឺចាំមិនបានទេមនុស្សម្នាក់នឹងពាក់កំបាំងមកខ្ញុំមើលមិនច្បាស់អញ្ចឹងសប្តាហ៍ខ្លាំងណាហ៎បងឆានយានស៊ូស៊ីដែលកាច់ជាមួយបងប្រុសតែចង់ទៅបងពេជ្រពណ៌ខៀវបណ្ណោះអត់បាញ់មិញនេះនាងអ្នកនាងលៀនអ្នកនាងកំពុងតែមកបង្កាច់ខ្ញុំនៅចំពោះមុខស្វាមីខ្ញុំនេះមិនល្អទេដឹងយានស៊ូស៊ីខ្ញុំមិននៅទីនេះបានរបៀបម៉េចថ្ងៃនេះជាថ្ងៃសំខាន់ដែលខ្ញុំនិងស្វាមីបានស្បត់សេចក្ដីរៀបការជាមួយគ្នាខ្ញុំនៅទីនេះវាផ្លែត្រង់ណាមែនទេបងសម្លាញ់មែនទេនិយាយអីតិចមកណាបងសម្លាញ់បងឆានមកកំជឿពីកុហករបស់វាណាមិននេះនាងលួចសោកកាត់របស់ខ្ញុំហើយក៏បានបាត់ទៅលើខ្ញុំចិត្តនឹងចាប់បានគេទៅហើយក៏ប៉ុន្តែគេនៅមនុស្សរបស់គេលេខខំកំបាំងភ្នែកហើយក៏រត់គេចខ្លួនបានអ្នកនាងលៀននៅតែនិយាយថាខ្ញុំលួចសោកកាត់អ្នកនាងឥឡូវអ្នកនាងមករកមើលលើខ្លួនខ្ញុំតើមានតែលិនពណ៌ខៀវដែរទេមើលទៅអ្នកនាងខ្ញុំលួចកាច់ឆ្នៃកាត់សោរួចហើយនាងគ្រាន់តែដាក់កាត់បន្ទប់សុវត្ថិភាពវានៅលើសម្លេងភ្លាមនាងរត់មិនទាន់ហ៎គឺបែបនេះសោះអញ្ចឹងការចាប់ចោលយប់នេះគឺគ្រាន់តែជាអន្តរជាតិដែលអ្នកនាងដាក់សម្រាប់ចាប់ខ្ញុំតែប៉ុណ្ណោះមែនទេផែនការនេះចាប់ផ្ដើមតាំងពីនាងតាមចិត្តធ្វើជាមជ្ឈនៅក្រៅក្នុងខ្ញុំនៅក្នុងកម្មវិធីហើយក៏ធ្វើឲ្យខ្ញុំប៉ះនាងចាំមែនទេខ្ញុំនិយាយត្រូវទេនាងនិយាយប្រដៅអីហ្នឹងឬមួយក៏មិនបានហេតុអីបានជាមនុស្សជាច្រើននៅក្នុងកម្មវិធីខ្ញុំមិនដាក់បុកអ្នកណាសោះតែបែរជាមកបុកជាមួយនឹងនាងចៃដន្យពេកហើយខ្ញុំនាងរកលេសហើយយ៉ាងនៅតែពីរនាក់ក្រោយមកបដោះសម្ភារបំពាក់ឲ្យក៏ដេញខ្ញុំចេញគ្រប់យ៉ាងពិតជាពាក់ព័ន្ធគ្នាល្អណាស់ហើយនៅតែទម្លាក់កំហុសរឿងសៅកាត់ដែលបាត់មកឲ្យខ្ញុំទៀតនាងនិយាយប្រដៅខ្ញុំមិនបានដេញនាងចេញទេខ្ញុំនិយាយប្រដៅឬក៏អត់នោះគ្រាន់តែបើកាមេរ៉ាសុវត្ថិភាពក៏បានដឹងហីតែបើកាមេរ៉ាសុវត្ថិភាពទេក៏បានតែបើកាមេរ៉ាសុវត្ថិភាពទេចាំណាកាមេរ៉ាក្នុងពិធីជប់លៀងនិងកាមេរ៉ាផ្សេងទៀតត្រូវខ្ញុំបំផ្លាញអស់ហើយសើបមិនបាននោះទេបាទហើយរឿងខែនេះ
ឲ្យវាចប់ត្រឹមនេះចុះ បងឆានខ្ញុំនិយាយមិនចូលចិត្តខ្ញុំព្រោះតែខ្ញុំជាក្មេងកំព្រាខ្ញុំយល់តែអ្នកនាងញាតដឹងទេការដែលធ្វើឲ្យភ្ញៀវនៅក្នុងកម្មវិធីចូលច្រឡំថាខ្ញុំជាចៅវាមានផលប៉ះពាល់ដល់យាយស៊ីគ្រីកម្រិតណាហេហត់តែចោះខាត់បងដៃគួរអតិថិជននាងនៅតែនិយាយថាធ្វើដើម្បីយាយឈិនតែគ្រប់យ៉ាងដែលនាងធ្វើមានតែបំផ្លាញបងឆានកុំជឿគេអីណាខ្ញុំមិនដែលគិតអាក្រក់ចំពោះបងទេខ្ញុំគ្រាន់តែចង់ឲ្យបងឃើញភាពពិតរបស់ស្រីម្នាក់នេះតែប៉ុណ្ណោះលេងរស់នាងខ្ញុំមិនបានធ្វើអីទេណានេះបងឆាននាងកំពុងតែសម្ដែង បាទទៅរੂនេះឈប់សិនបងឆានស្រាប់ខ្ញុំសិនបងឆានលោកប្រុសគេបានចម្រាញ់វីដេអូខ្លះៗពីកាមេរ៉ាយកពិធីជប់លៀងបានហើយសោកាត់មួយនោះអ្នកនាងមានអាស្រ័យលើច្បាប់ដែលអ្នកស្រីមិនប្រយ័ត្នខ្លួនដូចដាក់ក្នុងកាបូបអ្នកស្រីពិតមែន ខ្ញុំសន្យាខ្ញុំអត់ទៅលូមើលថៃរੂបានល្អរឿងថ្ងៃនេះខ្ញុំធ្វើមិនឃើញទេចុះហើយម្យ៉ាងទៀតយើងស៊ឺក៏មិនមែនជាមនុស្សល្អដែរ លោកប្រុសសង្ស័យថាលោកស្រីទៅក៏មានបញ្ហាដែរមែនទេចុះហេតុអីក៏មិនប្រកបស្បែកមុខនាងតែម្ដងលោកប្រុសសង្ស័យថាលោកស្រីទៅក៏មានបញ្ហាដែរមែនទេចុះហេតុអីក៏មិនបកស្បែកមុខនាងតែម្ដង ព្រោះចង់មើលការសម្ដែងមិនសមរបស់នាងវាគួរចាប់អារម្មណ៍ខ្លាំងណាស់ លោកប្រុសដឹងយ៉ាងម៉េចទៅថាលោកស្រីទៅកំពុងតែសម្ដែង អ្នកជំងឺមកពីណាញ៉ាំតែបាត់អត់ពីដុំមិនឃើញដូចអ្នកជំងឺផង លោកប្រុសមិនមែនតែកផ្លូវមន់ពីដុំទេណាអំបញ្ញមិញនេះខ្ញុំឮនៅគ្រូចក្រានថាលោកស្រីទៅបានកំងឲ្យធ្វើជួរខ្លាយមួយក្បាលទៀត នឹងមិនខ្លាចបាច់ពោះស្លាប់ទេជ្រូកខ្វាយមែនទេ បាត់ចាំមិនខុសឈ្មោះចុងថៃតកោជេពិតមែនពិតជាឆ្ងាញ់ខ្លាំងណាស់និយាយស្រីថោកទៀតបន្លំពិតជាឈឺនៅរបស់បងប្រុសឈឿនខ្ញុំត្រូវតែបកអាក្រក់ធៀបពិតនេះឲ្យបានធៀបពិតស្អីគេទេស្ដាប់មិនយល់សោះយេនស៊ឺស៊ីងបងប្រុសឈឿនមិននៅទីនេះទេឈប់សម្ដែងទៀតទេនាងរៀបការជាមួយបងប្រុសឈឿនក៏ព្រោះតែចង់បានត្បូងពេជ្រផៃលិននាងនៅមានក្រុមទៀតមែនទេអ្នកនាងលីនបានអ្នកនាងនៅតែតម្លាក់មកឲ្យខ្ញុំបាត់នេះទៀតអញ្ចឹងគឺត្រូវហៅមេធាវីហើយពិតជាសម្ដែងបានល្អណាស់តែនាងគិតមែនទេថានៅលើលោកនេះមានតែនាងដែលចេះសម្ដែងបន្តិចទៀតដល់នេះ កុំពីការគិតរបស់ខ្ញុំនៅថ្ងៃនេះ នេះរឿងអី បងថ្លៃខ្ញុំពិតជាដឹងកំហុសខ្លួនឯងថាខុសហើយខ្ញុំមិនហ៊ានទៀតទេខ្ញុំខុសហើយពិតមែនបងស្រីខ្ញុំសុំបងកុំបាច់ខ្ញុំអីណាក៏សុំមិញខ្ញុំធ្វើច្រើនពិតមែនទោះជាយល់ខុសបងប្រឈើក៏ខ្ញុំមិនត្រូវធ្វើបែបនេះដាក់បងដែរតើទៅខ្ញុំមិនប្រតិបត្តិចំពោះបងដូចបងតែបង្កាន់អញ្ចឹងអ្នកនាងលេងនិយាយបែបនេះមកដាក់ខ្ញុំពិតជាខុសចិត្តពិតមែនណាខ្ញុំនៅជាអ្នកជំងឺនៅឡើយទេណាទៅឲ្យមានកម្លាំងច្រើននាងដួលចាំមិនទៅអីនេះ ធ្វើមិនហើយស៊ឺស៊ីងគេឈឺបែបនេះពីថ្ងៃហើយណា គេឈឺត្រង់ណាអ្នកឈឺឯណាតែញ៉ាំជុកខ្វៃតបួលបែបនេះបាននោះអ្នកទាំងពីរមិនដឹងនោះទេពួកយើងមកពីមណ្ឌលកម្មាកំព្រាបានញ៉ាំអាហារឆ្ងាញ់ៗនោះតែពួកយើងឈឺប៉ុណ្ណោះហើយដូច្នេះទៅខ្ញុំជប់និស័យនៅពេលដែលឈឺគឺត្រូវញ៉ាំឲ្យបានច្រើនឬមួយក៏បាត់នេះមិនបានទេ ប្រកាសជាបានញ៉ាំដើម្បីបំរុងរាងកាយ បងឈឿនហេតុអីក៏បងទៅជាបែបនេះយេនស៊ឺស៊ីនិយាយក៏បងជឿទាំងអស់ឬមួយក៏របួសនេះខ្ញុំធ្វើវាដល់ខ្លួនឯងអញ្ចឹងចាវាមិនពិតទេយេនស៊ឺស៊ីកុំធ្វើឲ្យជ្រុលពេកណាគឺថាខ្ញុំក៏ហៅបងឈឿនមែនទេខ្ញុំមិនបាននិយាយថានាងក៏ហៅឯណាខ្ញុំគ្រាន់តែគិតថាការចងចាំរបស់នាងមិនសូវល្អប៉ុន្មានទេខ្ញុំជួយនាងសាររើការចងចាំមកវិញតែនេះថាទុកអស់ហើយនាងគិតមែនទេថាលើលោកនេះមានតែនាងគិតតែចេះសម្ដែងនោះនាងលួចថតខ្ញុំផងហ៎បងឈឿនទាំងនេះគឺជាផែនការរបស់យេនស៊ឺស៊ីទាំងអស់នាងចាត់ឆាកទម្លាក់មកឲ្យខ្ញុំអ្នកនាងលីនមកសើមិញនាងក៏ទម្លាក់មកឲ្យខ្ញុំម្ដងរួចហើយអញ្ចឹងឲ្យតែខ្ញុំការពារខ្លួនឯងខ្លះប៉ុណ្ណោះឯង រੂនឹងធ្វើខ្ញុំខុសក្នុងណាត្រឡប់ទៅពិចារណាខ្លួនឯងបើគ្មានការអនុញ្ញាតពីខ្ញុំហាមចូលទៅកោជ័យទៀត បងឈឿនបងមិនត្រូវការខ្ញុំហើយមែនទេបងភ្លេចហើយថាការនៅពីក្មេងជំនាញជីវិតដើម្បីគ្នាទៅវិញទៅមកបងភ្លេចហើយថាបងធ្លាប់សន្យាជាមួយម៉ាក់ខ្ញុំនៅមើលថាខ្ញុំបានល្អហើយក៏បងភ្លេចពាក្យសន្យាបែបនេះអ្នកនាងលីនខ្ញុំយល់ហើយថាហេតុអ្វីបានជាអ្នកនាងធ្វើបែបនេះបើខ្ញុំដឹងតាំងពីដំបូងថាមានមនុស្សស្រឡាញ់ស្វាមីរបស់ខ្ញុំបានខ្លាំងដល់ថ្នាក់នេះខ្ញុំប្រកាសជាមិនមកដាក់ពាក្យរៀបការទេខ្ញុំជាអ្នកមករៀបរៀងក្តីសុខអ្នកនាងដល់ខ្លួនឯងសុំទោសណាបងសម្លាញ់យើងលែងដាក់គ្នាទៅសូមឲ្យលោកនិងអ្នកនាងលីនមានក្តីសុខជាមួយគ្នារហូតទៅយើងលែងដាក់គ្នាទៅសូមឲ្យលោកនិងអ្នកនាងលីនមានក្តីសុខជាមួយគ្នារហូតទៅ នឹងនិយាយខួតអីរੂជាបងស្រីខ្ញុំហើយយើងបានព្រមតែប៉ុណ្ណឹងទេ ខ្ញុំមិនជឿទេលែងខ្ញុំទេ ខ្ញុំឲ្យនាងទៅហើយមែនទេ បងឆាននាងកំពុងតែធ្វើជាថយដើម្បីសម្រុកជើបងឲ្យនាងទៅមិនអាចលួចពេជ្របាននាងប្រកាសជាគ្មានផ្លូវទេ រੂប៉ុណ្ណឹងបានហើយទៅបើគ្មានការអនុញ្ញាតពីខ្ញុំថ្ងៃក្រោយមិនឲ្យមកទៅកោជ័យទៀតនោះទេមេផ្ទះទាំងជួនអំណាចខ្ញុំអូខេចាអ្នកនាងលីនសុំជឿបងឆានខ្ញុំនឹងធ្វើឲ្យបងឃើញទីពិតរបស់នាងបងឆានពេញចិត្តហើយនៅ ប្រាប់ឲ្យថាអ្វីដែលមិនមែនជារបស់នាងកុំសង្ឃឹម ខ្ញុំដឹងគ្រាន់តែមិនធ្លាប់មានអ្នកណាការពារខ្ញុំបែបនេះពីមុនមកតែប៉ុណ្ណោះតែខ្ញុំហាមខ្លួនឯងមិនបានសុំទោសណាសារក្រៅខ្ញុំមិនធ្វើទៀតទេ ចង់សុំទោសមួយម៉ាត់រួចខ្លួនវាសុំទោសគ្មានអំណាចទេ ហើយលោកគិតធ្វើយ៉ាងម៉េចគេថាខ្ញុំធ្វើអីហ្នឹងឬមួយក៏លំស្នេហ៍ភាពស្រស់ស្អាតរបស់ខ្ញុំគេបានលំស្នេហ៍ខ្ញុំហើយមែនទេបទោអើយអំបញ្ញមិញខ្ញុំបញ្ចេញកម្លាំងខ្លាំងទេ ខ្ញុំធ្លាប់ប្រាប់ឲ្យថាអ្វីដែលមិនមែនជារបស់នាងកុំកំៃនេះគួរដាក់ទោសនាងយ៉ាងម៉េច លោកក៏ថាបយកវិញហើយតា នេះគ្រាន់តែជាថ្លៃមនាការប៉ុណ្ណោះហ៊ានធ្វើបែបនេះគឺគ្រប់ខ្លួនមកទៅ មានន័យថាម៉េច ពីថ្ងៃហាមចេញពីត្រកូលយាយសំបីមួយជំហាន ថាម៉េចមិនអាចទៅនៅទាំងអស់រយៈពេល7ថ្ងៃហើយខ្ញុំអាចទៅបន្តសុវត្ថិភាពដូចបងបានយ៉ាងម៉េច មានបញ្ហាមែនទេ មិនមានទេ
ញ៉ាំជ្រូកខ្វៃរបស់នាងទៅ នេះអូយហើយចេញទៅណាក៏មិនបានរយៈពេលមួយអាទិត្យជួយពិតជាធន់ណាស់ខ្ញុំត្រូវតែញ៉ាំខេកចាំពួកអញចាប់ខ្ញុំទៅហើយក៏ប្រាប់ថាយានស៊ូស៊ីងគឺជាអ្នកបញ្ជាពួកអញចាប់ខ្ញុំទៅឃ្លាំងជ័យក្រុងថតរូបហើយផ្ញើទៅឲ្យមនុស្សប្រុសម្នាក់បើពួកគេសួរថាអ្នកណាជាអ្នកបញ្ជាពួកឯងមកពួកឯងប្រាប់ថាយានស៊ូស៊ីងគឺជាអ្នកឲ្យពួកឯងមកចាប់យើងហើយក៏ឲ្យពួកឯងនេះចាប់បង្ខំយើងទៀតប៉ុណ្ណឹងយល់ហើយនៅ គ្មានបញ្ហាទេទុកចិត្តលើពួកយើងចុះគាត់ទៅរឿងប៉ុណ្ណឹង នៅក្នុងកាតនេះមានលុយ5សែនបើសិនជាធ្វើសម្រាប់យើងឲ្យ5សែនទៀតហើយលៀនរួននេះនៅមិនឈប់សាំងរឿងទៀតដើម្បីឲ្យខ្ញុំចេញពីទីនេះដល់ប្រាក់ធ្វើជាចាប់ខ្លួនឯងទេហើយបើអញ្ចឹងកុំថាខ្ញុំមិនក្រែងចិត្តទៅចុះណាលោកស្រីតូចលោកប្រុសផ្ដាំមិនឲ្យលោកស្រីចេញពីផ្ទះនេះសូម្បីតែមួយជំហានទេចាខ្ញុំអត់ចេញទៅទេគ្រាន់តែមកធ្វើជានំខេកដែលច្បាស់មកប៉ុណ្ណាចាំខ្ញុំទៅយកចំនួនលោកស្រីមែនទេបានថ្ងៃនេះជាថ្ងៃកំណត់របស់ខ្ញុំឲ្យខ្ញុំចេញទៅយកនំខេកខួបកំណត់របស់ខ្លួនឯងមិនបានទេគឺសុំវល់ចុះណាខ្ញុំនៅតែក្នុងរបបមិនចេញទៅក្រៅទេបានទេអញ្ចឹងក៏បានជួយផងហ៎លោកប្រុសមានរឿងហើយមើលទៅអ្នកស្រីតូចដូចជាមានគេចាប់ខ្លួនទៅហើយ មិនបាច់តទេខ្ញុំមកផ្សព្វឧបករណ៍តាមដាននៅលើខ្លួននាងហើយមិនទេណា ធ្វើជាចាប់ចម្រិតដើម្បីកំណត់កំហំឲ្យខ្ញុំអញ្ចឹងបានខ្ញុំនឹងស្វែងរកដឹងថាអ្វីដែលហៅថាកម្មតាមស្នងផ្ញើរូបទៅហើយនៅ ចៅទៅហើយ ហើយចេញ ស្រីស្អាតដឹងទេថាកន្លែងនេះកន្លែងស្អីទៅមិនបាច់ជាហ៊ានមក ចូលមកទៅអត់គ្នាមើលនាងស្រីថោកទៀតហេតុអីក៏ជានាង ស្រីស្អាតដែលមកស្នាខ្លួនឯងបែបនេះទៅតែបានជួបជាលើកដំបូងទេណាបងយើងមិនក្រែងចិត្តទៀតទេណា នាងនេះល្បីក៏ច្រើនណាស់កុំតែចាញ់បោកវា ឈប់ព្រាម កុំមកប៉ះប៉ះខ្ញុំណាខ្ញុំប្រាប់តែចាប់ខ្ញុំរៀបការរួចហើយបើស្វាមីខ្ញុំដឹងគឺគេមិនដល់លេងពួកឯងទេកុំមកធ្វើបាបខ្ញុំណាដល់លេងខ្ញុំទេ ហ៊ានវាយយើងផងហ៎ដឹងទេថាយើងលោកប្រុសយាយមានអត្តពលខ្លាំងបំផុតនៅទីក្រុងគេខ្លួនទៅ អូនេះបងសម្លាញ់បើជិះគាត់ឲ្យខ្លាចណាគាត់ឲ្យខ្លាចបាត់មែនគាត់ឲ្យខ្លាច ទៅវិញអីហើយ អំបញ្ញមិញនេះពួកគេមិនត្រឹមតែថតរូបអាក្រាតរបស់ខ្ញុំទេហើយនៅគិតចឹងខ្ញុំមិនព្រមតែពួកគេវាយដំជេរស្រីខ្ញុំបងសម្លាញ់មិនគិតសោះថាអ្នកនេះលេងចិត្តអាក្រក់ដល់ថ្នាក់នេះដើម្បីចង់ដេញខ្ញុំពីត្រកូលជេរធ្វើបានគ្រប់យ៉ាងមែនជួយមនុស្សមកឡើងច្រើនដើម្បីធ្វើឲ្យខ្ញុំអាប់អោនខ្ញុំពិតជាខ្លាចណាស់សំណាងនេះដែលមុនចេញពីផ្ទះខ្ញុំយកទៅមករងលេបនឹងដៃបើមិនចឹងទេប្រកាសខ្ញុំអាចសម្រាប់ទឹកភ្នែកបានច្រើនជាងនេះទេបងឆើនបងកុំទៅជឿនេះឲ្យសោះខ្ញុំមិនដែលស្គាល់ពួកគេទេពួកនោះគឺជាមនុស្សរបស់ជាងស៊ឺស៊ីងនឹងហើយខ្ញុំមិនដែលតែចាប់ខ្លួនមកនោះបើទៅអ្នកនាងលេងហេតុអីក៏អ្នកនាងមិនហ៊ានទទួលចោលអ្វីដែលអ្នកនាងធ្វើខ្លួនឯងតម្រាំតែខ្ញុំអាចរៀបការជាមួយនឹងយាយឆើនខ្ញុំអាចយកភាពបរិសុទ្ធខ្លួនឯងមកលេងសាច់យ៉ាងម៉េចទៅបាត់មែនហើយខ្ញុំជាអ្នកជួលអ្នកលេងមកដល់ខ្លួនឯងខ្ញុំជួបមនុស្សប្រុស4នាក់មកដេកជាមួយនឹងខ្ញុំខ្លួនឯងខ្ញុំជាស្រីអត់គេខ្មាស់ខ្ញុំជាស្រីអញ្ញាលោកប្រុស កុំរើទៅស្គីបស្រួល បងសម្លាញ់ចុះពុតនេះតែអផុតទេខ្ញុំខ្លាចណាស់ លោកប្រុសយាយខ្ញុំមិនតាំងធ្វើអីទេណា មិនបានធ្វើហើយនេះជាស្អី លោកប្រុសយាយគេទៅលក្ខរបស់ខ្ញុំទេរូបថតអាភ័យនេះវាជាអ្នកខ្ញុំទេឲ្យទៅផ្ញើប្រុសម្នាក់ឲ្យលេខទូរស័ព្ទខ្ញុំនៅថាលេខជារបស់ណាទេបើខ្ញុំនៅថាវាលេខរបស់លោកខ្ញុំមិនទៀតដែរគឺខ្ញុំមិនហ៊ានដាក់លោកប្រុសមែន តែប្រហែលមិនមែនខ្ញុំយានស៊ឺស៊ីងជាអ្នកហៅពួកឯងមកមិនខ្ញុំទេ មែនហើយគឺយានស៊ឺស៊ីងហើយគេប្រាប់ថាបើមានអ្នកសួរឲ្យប្រាប់ថាជាយានស៊ឺស៊ីងខ្ញុំមិនខកទេគឺការពិតណានៅក្នុងហោប៉ៅខ្ញុំមានការនឹងលុយ5សែនតែនេះបានឲ្យមកខ្ញុំលោកអាចពិនិត្យបានដែរលោកប្រុសយាយ លោកប្រុសកាតមួយនេះមិនមែនជារបស់អ្នកនាងលីនប៉ុន្តែនៅក្នុងកាតនេះមានលុយ5សែនដែលមានឈ្មោះអ្នកនាងលីនជាអ្នកផ្ទេរចូល ខ្ញុំនឹងបញ្ជូននាងទៅបរទេសហើយមិនបាច់វិញទេ អត់ទេណាបងឆើនបងដេញខ្ញុំទៅបាត់នេះមិនបានទេណាគ្រប់យ៉ាងដែលខ្ញុំធ្វើក៏ព្រោះតែបងយានស៊ឺស៊ីងយើងទៅចាំច្បាស់ណាស់អូយបងសម្លាញ់នៅសក់ស្រាប់តែជឿក្បាលខ្លាំងណាស់ព្រោះតែពួកអំបញ្ញមិញនេះចាត់ការមិនបន្ធូរដៃទើបបានជាបោះក្បាលអើយ ខ្ញុំនាំនឹងទៅតិចទេ អូបងឆើន ធ្វើមិនតិចទៅនៅចិត្តមក មិនបាច់ទេអូយមិនបាច់ដល់ថ្នាក់នឹងទេណាប្រហែលជាខ្ញុំតាក់ស្រុតខ្លាំងពេកតែបានជាជឿក្បាលនោះគ្រាន់តែលោកអាប់ខ្ញុំមានអារម្មណ៍ថាសុវត្ថិភាពគឺអាចនឹងបាត់ជឿក្បាលហើយ នឹងធ្វើទាំងសោយថាចិត្តខ្ញុំបែបនេះជាជនមកកប់មិនមែនទេ សំតូនណាខ្ញុំភ្លេចខ្លួនមកអើរបស់ដែលមិនមែនជារបស់ខ្លួនឯងទៀតហើយថ្ងៃនេះនាងធ្វើពុតតាមសម័យចុះនឹងរងរបួសដោយសារតែរូបបងរបស់ខ្ញុំប៉ះបើនឹងវិញចាត់ទុកថាស័ក្តិសមហើយ អញ្ចឹងសូមឲ្យប៉ះបើឲ្យច្រើនជាងនេះបន្តិចបានទេ យានស៊ឺស៊ីងទីបំផុតកន្ទុយរបស់នាងលេចចេញមកហើយនាងឈឺក្បាលក៏ព្រោះតែពេលនេះនាងចង់បានត្បូងនោះមែនទេនិយាយមក ក៏បានលោកប៉ាថាខ្ញុំធ្វើប៉ុនអញ្ចឹងខ្ញុំមិនធ្វើប៉ុនទៀតទេខ្ញុំ យានស៊ឺស៊ីងឈួតហើយមែនទេ បងខៀវគឺជាមរតកបុព្វបុរសរបស់ត្រកូលជេ
ខ្ញុំតែហ៊ានសង្ឃឹមបានយ៉ាងម៉េចខ្ញុំគ្រាន់តែចង់រួចផុតពីទោសឃុំខ្លួនហើយក៏តែមើលក្មេងៗនៅម្ដងកុមារកំព្រាល្អហើយដែលខ្ញុំដាក់ក្តារជូតមកនៅតាមខ្លួនទុកបានក្បាលតាន់បើមិនចឹងទេប្រកាសច្បាស់ក្បាលហើយខ្ញុំគ្រាន់តែចង់រួចផុតពីទោសហើយក៏តែមើលក្មេងៗនៅម្ដងកុមារកំព្រា ទៅមើលក្មេងៗមែនទេទើបត្រៀមការឲ្យចង់ឆ្លងគុកនៅផ្ទះនេះគឺថាក្មេងនៅមណ្ឌលកម្មាកំព្រា ខ្ញុំរៀបចំពិធីថ្ងៃកំណត់នៅផ្ទះតែធ្វើនៅម្ដងកុមារកំព្រាម្ដងទៀតបានទេ យើងសិស្សក៏អត់សមចឹងនេះមិនទៅបានទេថ្ងៃនេះមិនមែនជាខុសកំណត់យើងទេរួចគេអាចស្មានខុសគ្រោះថ្នាក់ដែលចែកបាននឹងត្រូវនៅរបស់គេចាប់ខ្លួនទៅនៅពេលចេញចូលក្នុងខេត្ត លោកនិយាយត្រូវហើយថ្ងៃនេះមិនមែនជាថ្ងៃកំណត់របស់ខ្ញុំទេប៉ុន្តែខ្ញុំជាកូនកំព្រាណាខ្ញុំខ្លួនឯងក៏មិនដឹងថាថ្ងៃនេះជាថ្ងៃខួបកំណត់របស់ខ្លួនឯងពិតប្រាកដដូច្នេះហើយទើបខ្ញុំស៊ាំនឹងការឆ្លងខួបកំណត់នៅថ្ងៃដែលខ្ញុំរីករាយហើយនឹងទុកបំផុតបែបនេះថ្ងៃដែលខ្ញុំគ្មានក្តីសុខវាអាចនឹងធ្វើឲ្យខ្ញុំមានខ្លាចអញ្ចឹងរាល់ពេលដែលមានក្តីសុខខ្ញុំក៏អាចបោកលោកបានចឹងនេះជាកំហុសមែននោះអញ្ចឹងខ្ញុំគឺជាអ្នកខុស ធ្វើជាលោកស្រីតកូលយាយគ្មានក្តីសុខទេ ជាលោកស្រីយាយគឺពិតជាមានក្តីសុខស្រាប់ហើយតែការខំខ្លួនទៅវិញទៅដែលធ្វើឲ្យខ្ញុំគ្មានក្តីសុខបែបនេះទើបចង់ឆ្លងខួបកំណត់ នឹងពិតជាប្រកាន់វល់ណាស់បើបែបនេះធ្វើតាមនឹងចុះបើបានទៅ បងស្រីត្រឡប់មកវិញហើយលោកបងខ្លះអត់នឹងបងស្រីធ្វើខួបកំណត់ទៀតហើយឲ្យខ្ញុំមើលបន្តិចថានំខេកធ្វើចេញពីម្ចាស់ឬក៏ធ្វើចេញពីផ្លែឈើ ក្មេងៗចង់ញ៉ាំនំខេកមច្ឆាឬក៏នំខេកផ្លែឈើហ៎ នំខេកម្ចាស់ ហេតុអីទៅហ៎ តែបងស្រីសៀងមានក្តីសុខបងស្រីនឹងញ៉ាំនំខេកម្ចាស់តែបើបងស្រីមានក្តីសុខបងស្រីនឹងញ៉ាំនំខេកផ្លែឈើពួកយើងចង់ឲ្យបងស្រីសៀងមានក្តីសុខណា អញ្ចឹងថ្ងៃនេះនាងមានក្តីសុខឬក៏មិនមាន ប្រកាសជាមានក្តីសុខហើយព្រោះស្វាមីរបស់ខ្ញុំជាបរិសង្ហាហើយក៏មានខ្លាំងណាស់ពេលនេះទូនៅក្នុងការចសុខក៏ខ្ញុំមានក្តីសុខដែរ សង្ឃឹមថាលោកប្រធានយាយនឹងមើលសៀវស៊ីងរបស់ពួកយើងបានល្អណានាងអាចមើលទៅមិនខ្វល់ខ្វាយអ្វីទាំងអស់តែនាងជំនុំទុកសាប់បំផុតហើយ មើលទៅលោកនាយកដូចជាស្គាល់ប្រពន្ធខ្ញុំច្បាស់ណា លោកយកច្រឡំខុសហើយព្រោះតែខ្ញុំហើយនឹងសៀវស៊ីងនេះធំដឹកប្តីមកជាមួយគ្នានៅក្នុងកុមារកំព្រានេះឯង បានហើយដល់ពេលញ៉ាំនំខេកហើយ អត់ទៅតាមសមអ្វីដែរ ខ្ញុំដឹងបងស្រីសៀងចង់ធ្វើផ្ទះកុមារកំព្រាពេលមានភ្លៀងដំបូងមិនលេខទឹកភ្លៀងពេលមានខ្យល់ខ្លាំងក៏មិនមានខ្យល់បាក់ចូលមកពេលរដូវក្តៅក៏ត្រជាក់ពេលរដូវត្រជាក់ក៏កក់ក្តៅគ្មានល្ងងបាននិយាយប្រាប់ពីអតិថិជនមិនអាចខ្លាចជាការពិតបានទេណាបើញ៉ាំនំខេកទេ សុំពោពីភ្លើងទៀនមានប្រយោជន៍អីទៅមកសុំពីខ្ញុំមកឡោជាងទេអត់ទៅតាមទៅ គឺខ្ញុំចង់ធ្វើផ្ទះឲ្យកុមារកំព្រាតែមានសាលារៀនមានគ្រូបង្រៀនមានម៉ូទ័រផ្ដល់កម្ដៅមានម៉ាស៊ីនត្រជាក់មានសាច់ឲ្យញ៉ាំគ្រប់3ពេលគ្រប់ពេលក៏មានពងឲ្យញ៉ាំហើយក៏ មេផ្ទះបានលឺហើយនៅធ្វើផ្ទះកម្មាកំព្រាតាមលោកស្រីត្រូវការដាក់ឈ្មោះរបស់លោកស្រីផងចាត់ការរៀបរយ យាយឆានហេតុអីបានជាលោកយាយឆានតើហេតុអីទៅដឹងថាខ្ញុំចូលមកអាចនឹងគ្មានបំណងល្អទេតែលោកនឹងជួយបំពេញតាមក្តីសម័យរបស់ខ្ញុំទេ នឹងជាភរិយារបស់ខ្ញុំហើយក៏ធ្វើដើម្បីសង្គមខ្លះដែរបំណងប្រាថ្នារបស់នាងនឹងខ្លាចជាការពិតហើយទៅវិញបានហើយនៅ យាយឆានហេតុអីនៅសុកបានជាលោកល្អជាមួយខ្ញុំចឹងនេះ វាគ្រាន់តែជាផ្ទះកម្មាកំព្រាកុំធ្វើដូចជាមិនធ្លាប់ឃើញអ្វីល្អស្អីចឹងឆាប់ទៅ នេះតែអត់គ្នាញ៉ាំចុះណាបងឈិនបងទៅចង់គោកំណត់ជាមួយផ្សេងបាត់ចាំមិនបងទៅជារបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះរបស់ខ្ញុំតែប៉ុណ្ណោះ មករកតែជាមួយនឹងខ្ញុំយកឲ្យលុតពកខៀវមកយើងនឹងជួយจัดការជាងសៀវស៊ីងឲ្យនាងបានយាយឈានមកគ្រប់គ្រង លោកនៅក្នុងផ្ទះតកោយាយយកដល់ថ្នាក់នឹងតែមិនអាចលួចពេជ្រខៀវមកបានផងហើយនៅគឺថាខ្ញុំអាចធ្វើ ពី បាន មុន ទេ ខ្ញុំតែម្នាក់ឯងហើយឥឡូវនេះខ្ញុំមានជុតប្រកបជួយจัดការរឿងនេះហើយដល់ពេលហ្នឹងពួកយើងត្រូវតែរួមដៃគ្នា រួមដៃគ្នាអញ្ចឹងបងប្រយ័ត្នដេញខ្ញុំទៅក្រៅប្រទេសហើយខ្ញុំមិនអាចខ្លាចជាជនបង្កប់ឲ្យលោកបានទៀតទេ រឿងនេះចាប់ខ្ញុំជាអ្នកចាត់ការខ្ញុំមានវិធីអាចនាំនាងចូលមកក្នុងតកូលយាយម្ដងទៀតព្រមទាំងកំចាត់ជាតិសៀវ អូ ស៊ីង ខេបានលោកប្រុសរឿងដែលលោកប្រុសបញ្ជាថ្ងៃមុននោះឥឡូវនេះគឺបានដំណឹងហើយ ចាំខ្ញុំទិញ ចាប់បាន តោះទៅ ចៅវាយរូបពេទ្យចង់ជួប យាយឆានបានជួយខ្ញុំធ្វើផ្ទះកុមារហើយខ្ញុំមិនចាំបាច់ទៅលួចបានលិនពកខៀវទៀតទេតែបើប្រាប់អាស្រ័យឋានពីមេខ្លាំងម្នាក់នោះប្រកាសជាបញ្ជូនមនុស្សមកលួចខ្ញុំគួរតែប្រាប់យាយឆាន បើខ្ញុំដឹងថានាងពាក់ព័ន្ធជាមួយនឹងរឿងនេះខ្ញុំនឹងចិញ្ចាមនាងឲ្យតិច ចាំឲ្យខ្ញុំជួបមុខអ្នកដែលបញ្ជាសិនចាំប្រាប់យាយឆានថាគេជាអ្នកណាចាត់ទុកថាសំគុណគេដែលជួយធ្វើផ្ទះកុមារកំព្រាអាចចាយិនស៊ូស៊ីងលោកប្រាប់ថាជនបង្កប់ចិត្តខ្លះរួមគ្នាកំចាត់ស៊ូស៊ីងមិនចឹងទេហេតុអីក៏ជាស្រីថោកទាបស៊ូស៊ីងម្នាក់នេះទៅវិញ មើលទៅជនបង្កប់ខ្លួនរបស់ខ្ញុំពិតជាធ្វើការលះមែនហើយក៏មានប្រសិទ្ធភាពយើងជាអ្នកឲ្យយាយសៀវស៊ីងមកពីនេះបើអញ្ចឹងនៅនោះក៏ចាត់ការតែម្ដងទៅ ពីបងហើយ រីករាយស្វាគមន៍អ្នកជំងឺអេដ ពួកអញជាអ្នកណាគិតចង់ធ្វើអី យើងនឹងចម្លងរោគអេដ HIV នៅក្នុងខ្លួនរបស់នាងនោះអី តាំងតែពីយើងកើតរោគនេះមកយើងមិនធ្លាប់ផាមនឹងស្រីនោះទេមុននឹងយើងស្លាប់យើងសុំបានម្ដងក៏អស់ចិត្តហើយ អញហ៊ានទេបើស្វាមីយើងដឹកគិតម្ដងលេ ពួកយើងមែនទេពួកយើងនេះជាស្លាប់តែហើយចាំបាច់មកធ្វើការឲ្យអ្នកណាមកដោះលេខទៀតមែនទេមែនទេពួកយើងមកខំ
បងប្រុសអ្នកដែលជួបបងមកឲ្យនៅបងប្រមាណច្បាយបងលើកពីដងអុយអត់ទេឲ្យលើ20ដង20ដង ពួកយើងវាចិត្តស្លាប់ទៅហើយយកលើមកធ្វើទៀតណា តែជាយ៉ាងណាក៏មិនជួយទៅជាកាត់ធ្វើយ៉ាងម៉េចទៅនេះលោកប្រុសនេះគឺជាคลิปវីដេអូនៃជប់ដែលមានរឿងពេចៗលិនបោះខៀវហើយក៏បន្តសុវត្ថិភាពនៅថ្ងៃរៀបការទាំងពីរคลิปនេះត្រូវអ្នកហែកលំដាប់ខ្ពស់ធ្វើឲ្យខូចខាតទើបត្រូវផ្លាត់ពេលច្រើនថ្ងៃដើម្បីយកមកវិញ គឺជានឹងទឹកនឹងយិនស៊ឺស៊ីនទៅនងខ្លួនយិនស៊ឺស៊ីនមកយិនស៊ឺស៊ីនចាំមើលថាពេលនេះនាងតែងរឿងយ៉ាងម៉េចទៀតទៅ លោកប្រុសមានរឿងហើយលោកស្រីទៅចេញពីផ្ទះនៅកន្លះម៉ោងមុន ល្អណាស់នាងរត់គេចពីកំប៉ុស្តមែនទេយិនស៊ឺស៊ីនគិតថានាងអាចគេចផុតពីកណ្ដាប់ដៃខ្ញុំបាន ពួកយើងចូលតែអស់គ្នាតែម្ដងទៅហ៎ បងស្រីបងមកធ្វើអីនៅទីនេះ នេះគឺល្អទីរបស់យើងផងមែនទេចុះបាត់ទៅណាហើយបាញ់មកយើងទៅកន្លែងនេះសោះទៅជួយធ្វើនៅណាទៀតឆាប់ទៅរកភាពនេះ សមត្ថភាពរបស់ខ្លួននេះនៅមិនបានជួយទេខ្ញុំតែតែញ៉ាំពីខ្លួនហើយសួយហើយផ្លេចថាត្រូវចាស់ទៅបាញ់មិញនេះ បាត់ហើយឈប់សិនណាទៅទៅណាចេះវិញសោះនៅណាទេនេះអីអត់ហើយបងធ្វើការអីនឹងហើយមិនអាណាចាប់ដូចយើងបងថោមកអាននោះជាស្អីទៅបង ធ្វើចាស់ដល់ថ្នាក់នេះហេតុអីក៏រឹងមកដល់ហ្នឹង ពេលមកថោមកក៏ប្រកាសយើងបានគឺក្បោចចុះបងហើយមានក្បោចឈួតឡប់អីទៅហ៎ចាត់ធ្វើរឿងយើងតទៅទៀតអើយបងថោបងមើលស្រួលទៅនោះមានឲ្យឃើញតែអាវទេអត់ឃើញខ្លួនទេបងមែនហើយយើងឃើញហើយវាយ៉ាងម៉េចចាពួកយើងតែមួយអ្នកជិះតែណាដល់ខ្ញុំបាននៅក្នុងចិត្តហើយអាចចិត្តដល់ថ្ងៃហើយប្រយ័ត្នធ្វើឲ្យចាប់ទៅបើនៅតែយើងជិះនេះទៅទៀតពួកយើងប្រកាសជាឃើញអ្វីផ្ដេសផ្ដាស់មិនខានទេហើយយល់ហើយដែរមានតែបងធំយើងហេតុផលណាចា យិនស៊ឺស៊ីនសាក់អីខា ចាប់រត់ទេ នាងឃើញគេខ្លួនទៀត ពួកគេគ្មានអីជាប់ជំពាក់មកពួកយើងមិនកិច្ចនឹងទៅចាប់បានកុំទៅសួរជាមួយពួកគេមានអីទាំងអស់នៅមកប៉ះពួកខ្លួនគេចាប់ ចង់មកហើយ យិនស៊ឺស៊ីថាពួកវាទៅហើយសួរអ្នកណាមិនជិះពួកវា មកចាប់នេះត្រឡប់ទៅវិញមិនចឹងទេតែនេះបានជាបីទៅជំនាញទេបងសំឡាញ់ប្រកាសចាត់ថាថាខ្ញុំបានឆ្លងមេរោគអេដំបងដែលពេលមិញនេះប្រកាសថាថាមិនមានឈាមពួកឆ្លងមេរោគអេ បានខ្លាចដល់ថ្នាក់នេះមិននេះហេតុអីបានជ្រុងជំនុកខ្ញុំ ពុទ្ធអើយគឺខ្ញុំភ័យទៅផ្លេចបើខ្ញុំចាំ បើចាំបាននាងមិនឲ្យគេបាយខ្ញុំមែនទេពិតជាចិត្តអាក្រក់ខ្លាំងណាស់ ទេមិនមែនបាត់នឹងទេ ពិតមែនហើយចោលដែលគិតមកលួចរបស់គេនោះមិនដែលនឹកឃើញទៅនាងនិយាយមកអ្នកណាមិនជឿនាងមកលួចកូនពកភីវ អញ្ចឹងគឺយកឱកាសនេះនិយាយកាប់តែម្ដងទេអាចចាប់ខ្លួនអ្នកបញ្ជានៅពីក្រៅក្នុងបាន អើខ្ញុំដឹងថានាងពាក់ព័ន្ធជាមួយនឹងការលួចត្បូងនេះខ្ញុំនឹងចិញ្ច្រាំនាងឲ្យតិច អូយមិនបានទេបើខ្ញុំនិយាយចឹងទៅខ្ញុំពិតជាស្លាញ់បងសំឡាញ់បងសង្ស័យខ្ញុំហើយ ខុសតាំងច្បាស់លាស់ដល់ថ្នាក់នេះហើយនឹងគិតចង់កែខ្លួនទៀត មិនពិតទេចេះច្រើនអាចធ្វើវីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលចេញសាំងធ្វើកូចអាចត្រឡប់មកវិញបានចឹងមិនទេ មានអីនិយាយទៀតទេ ខ្ញុំទទួលស្គាល់ថានេះគឺជារូបខ្ញុំមែនតែទាំងអស់នេះគឺព្រោះតែអ្នកនាងលៀនគេដាក់សោកាត់ក្នុងកាបូបខ្ញុំដាក់កាត់បន្ទប់ក៏បើខ្លួនឯងហើយរឿងក្រោយពីនឹងទៀតលោកក៏ដឹងអស់ហើយ ស្ដាប់ទៅក៏មានហេតុផលដែរហើយចុះមកស្រង់នេះវិញ គឺអើយម្នាក់នេះមិនមែនខ្ញុំទេ យិនស៊ឺស៊ីឥឡូវនាងហ៊ានហត់ធ្វើមិនដឹងទៀតមនុស្សដែលនៅក្នុងរូបនេះគឺមានស្នាមដៃផ្កាយនៅពីហើយត្រជាក់ឥឡូវនាងអធិប្បាយទេ គឺនេះមិនមែនជាស្នាមដៃទេវាគឺជាត្រាដែលគេចាប់ខ្ញុំទៅបន្ទប់ដកពិសោធន៍ជាស្នាមដែលបញ្ជាក់ថាយើងគឺជាសត្វចម្លែកទៅហើយខ្ញុំពិតជាព្យាយាមប្រើជីវិតឲ្យល្អហើយតែហេតុអីក្នុងជីវិតដ៏ជឿចាប់នេះនៅតែមានអ្នករំលឹកការជឿចាប់រហូតអញ្ចឹងហេតុអីបានជាពួកគេព្យាយាមមករំលឹកខ្ញុំម្ដងហើយម្ដងទៀត យិនស៊ឺស៊ីតើខ្ញុំត្រូវជឿនាង លោកប្រុសមានរឿងធំហើយរੂអាការៈធ្ងន់ធ្ងរសម្រាប់បាត់ស្មារតីហើយ ថាម៉េច ហើយឬខ្លួនបានម្ដងទៀតហើយអ្នកនេះលេងចេញទៅក្រៅប្រទេសហើយមិនចឹងហេតុអីក៏ត្រឡប់មកវិញទៀតហើយបងសម្លាញ់ចាំខ្ញុំផងខ្ញុំដែរ តាមរឿងកា អ្នកដែលនាំអ្នកនាងរੂមកបន្ទីពេទ្យប្រាប់ថាពួកគេបានទៅទីបញ្ចុះសពហើយក៏មានរៀនជាមួយពួកចៅលួចធីលីបហើយក៏ត្រូវគេវាយក្បាលដល់មកដល់នៅមិនធ្លាប់អញទួនទេ ការធ្វើលឿននៅទីបញ្ចុះសពមែនទេ គឺជាការធីលីបដែលលោកបានដាំឲ្យលោកម្ចាស់នោះអី យើបងមែនហើយ លៀនរੂចាប់ដើមទៀតហើយផានការជួយខ្លួនម្ដងនេះពិតជាបានផលពិតមែនថយទៅកុំមកប៉ះពាល់ខ្លួនខ្ញុំថយទៅ រੂ បងច្រើនជួយខ្ញុំផងខ្ញុំអត់ចង់ចាក់ថ្នាំទេខ្ញុំខ្លាចណាស់លោកប្រុសលើកយកជាងស៊ឺស៊ីម្ដងនេះខ្ញុំនឹងស្វែងរកទឹកដេញចេញអត់ទៅទៀត
មានរឿងអីមែនទេ នៅលើខ្លួននឹងលីននៅមានកតិចតែច្រើនមុតចូលត្រូវតែចាក់ឆ្នាំដើម្បីការពារទៅនោះ បងឈឿនខ្ញុំមិនចាក់ថ្នាំទេខ្ញុំសុខចិត្តស្លាប់ល្អជាងត្រូវមកចាក់ថ្នាំបែបនេះ និយាយឈួតអីហ្នឹង បងឈឿនខ្ញុំដឹងច្បាស់ថាបើខ្ញុំជាហើយបើមិនជន់ខ្ញុំទៅក្រៅប្រទេសទៀតបានចឹងខ្ញុំសុខចិត្តស្លាប់ល្អជាងខ្ញុំមានជីវិតនៅស្អីទៀតណា ព្រោះព្រោះមកចាក់តាមទៅខ្ញុំមិនជួយនឹងទៅ មែ ទេ នណោះ ខ្ញុំធ្លាប់កុហកដែរ អញ្ចឹងយើងគៀបដៃគ្នាសន្យា ក៏បាន អើយសុំគៀបផងយើងសិននេះគិតចង់ស្អីណាអ្នកនាងកុំខាងអីនេះបងសំឡាញ់ខ្ញុំចង់ឲ្យអ្នកនាងលេងនៅបន្តដូចគ្នាអញ្ចឹងយើងមកធ្វើដៃជាមួយគ្នាទេ បើកុំច្បាស់ ពួកដៃសន្យានឹងគ្នា100ឆ្នាំហាំបដអូខេបញ្ញាចាក់ខ្ញុំអត់គេទេលោកពេទ្យលឿនទេនេះមនុស្សអក្រក់គង់តែមានថ្នាំមួយជិះឲ្យសាច់លេងចឹង មិនអីទេ នាងមកនិយាយដល់ខ្ញុំគាត់ចង់មកសួរជាមួយនឹងចាំម៉ែដូចជាខ្ញុំនាងនៅខ្ចីពេកហើយអើយបងឈឿនខ្ញុំឈឺដល់ហើយអូយឈឺប៉ុន្មានអូ ហើយមិនអីទេ នាងទៀតមានអីក៏ច្រើនតែមានប្រយោជន៍អីទេខ្ញុំគ្រាន់តែធ្វើជាជុំបងឈឿនក៏នៅខាងខ្ញុំហើយបងសំឡាញ់នេះគឺជាយន្តស័ក្តិសិទ្ធិដែលខ្ញុំទៅវត្តក្រាបដល់ទៅ9ដងទម្លាប់តែបានមកគេមានតែមួយក្នុងលោកជួយកម្ចាត់រឿងដែលមិនល្អបានខ្ញុំឲ្យលោកនេះសូមឲ្យលោកកុំឲ្យមានគ្រោះថ្នាក់អ្វីកាត់ឡើងដូចជាអ្នកនាងលីង ឲ្យចន់ស័ក្តិសិទ្ធិនេះមកខ្ញុំអញ្ចឹងនឹងគ្មានទៀតទេមិនសោកស្ដាយទេ មិនអីទេគ្រាន់តែមានលោកគឺជាយន្តស័ក្តិសិទ្ធិការពារខ្ញុំបានដែរ អញ្ចឹងខ្ញុំទទួលយកហើយណា លោកប្រុសយេនិងលោកស្រីយេពិតជាស្រឡាញ់គ្នាល្អមែន នេះយន្តស័ក្តិសិទ្ធិនេះខ្ញុំដូចជាធ្លាប់ឃើញទៅលើខ្លួនលោកនាយកមណ្ឌលកុមារកំព្រាសិនយេ មណ្ឌលកម្មាកំព្រាសិនអញ្ចឹងមែនទេ ខ្ញុំធ្លាប់ឃើញពេលដែលកំពុងអូមើលនៅក្នុងបណ្ដាញសង្គម ត្រូវថ្វាយបង្គំរហូតដល់9ដងទឹកបានមកមានតែមួយក្នុងលោក យេនស៊ីស៊ីនាងហ៊ានបោកប្រាស់បងឈឿននាងសក់អង្ខានចុងក្រោយលោកនៅតែមិនជឿខ្ញុំដដែលយេនស៊ីស៊ីបងប្រឆានជាមនុស្សម្នាក់មិនដូចអ្នកណាទេលើលោកនេះរបស់ដែលយកមកពាក់ត្រូវតែកំងធ្វើជាពិសេសនាងយករបស់ដែលអ្នកផ្សេងធ្លាប់ប្រាស់ឲ្យយកមកឲ្យគាត់បានយ៉ាងម៉េច ហេតុអីយន់ស័ក្តិសិទ្ធិរបស់នាងដូចតែនឹងមណ្ឌលកម្មាកំព្រាសិនទៅ ទេមិនដូចទេរបស់ខ្ញុំនឹងនាយកលៀងគ្រាន់តែស្តៀងគ្នារបស់ខ្ញុំមានឆ្លាក់អក្សរលោកមើលទៅខាងក្នុងក៏មានតួអក្សរសិង្ហរបស់ខ្ញុំនេះជាដើម្បីខ្លួនឯងពេលដែលរត់គេចខ្លួនចេញមកពីកន្លែងដែលគួរឲ្យខ្លាចនោះបើលោកមិនជឿទេអញ្ចឹងឲ្យមកខ្ញុំវិញមើល របស់ដែលឲ្យគេហើយមានអ្នកណាគេយកវិញទេ ព្រោះលោកប្រាប់ថាមិនជឿមិនអញ្ចឹងទេបងឈឿនឥឡូវនេះទៅកន្លែងដើមដែលមានច្រើនណាស់កន្លែងណាក៏មានឆ្លាក់តួអក្សរឲ្យដែរមិនមែនមានតែមួយក្នុងលោកនេះទេណានេះបិទមាត់សម្អុយរបស់នេះឥឡូវនេះគ្នា ឬហើយនៅមានសមាឆ្លាក់តួអក្សរអញ្ចឹងមានន័យថាមានតែមួយក្នុងលោកតទៅក៏មកប្រាក់ មិនមែនទេបងឈឿននាង មេចាស់ផង លោកប្រង ឲ្យមនុស្សទៅទិញយន់ស័ក្តិសិទ្ធិពីនាយកស្លាមតម្លៃប្រហែលក៏ប៉ុណ្ណាបែបនេះទឹកថាក្នុងលោកមានតែមួយ មិនថាប៉ុណ្ណាក៏ទិញទេប្រលៀនលោកក៏ទិញដែរមែនទេ បើគេហ៊ានលក់ខ្ញុំក៏ហ៊ានទិញដែរ 100មានដូចសិនតែគ្មានកំព្រាបានប្រមាណកន្លែងទេមួយកន្លែងពីរកន្លែងមួយកន្លែងពីរកន្លែងអូនេះ3កន្លែងនេះតែ100កន្លែងមែនទេ ចង់ធ្វើផ្ទះឲ្យកម្មាកំព្រាដល់ថ្នាក់នឹងផង ខ្ញុំសង្ឃឹមថាក្មេងទាំងអស់នៅលើលោកនេះដូចជាខ្ញុំដែលមានផ្ទះស្អាតៗនៅមានគ្រួសារហើយមានស្វាមីដ៏សង្ហាទៀត ខ្ញុំយល់ដល់យន់ស័ក្តិសិទ្ធិស្រាវឈ្មោះរបស់នាងរៀបចំមូលនិធិស៊ីគ្រប់ចង់ធ្វើផ្ទះកម្មាកំព្រាប្រហែលកន្លែងក៏ធ្វើទៅ បងឈឿនជារឿងទេនេះអើយ ខ្ញុំធ្លាប់ខកមែនទេ ខ្ញុំពិតជាអរគុណណាស់នេះបងឈឿន ឈប់យំបាត់ហើយមើលតែអាក្រក់មើលណាព្រោះពេលនាងជាស្រួលបុលហើយមានផ្ទះផងមកទទួលសម្រាប់អាចារ្យទៅ ជួយសុំមួយបងឈឿននេះអុយបថោអើយនេះសិវស៊ីងនេះស្អាតក្រក់ធ្វើឲ្យបងឈឿនលោកស្លាញ់ជឿវាគ្រប់យ៉ាងចង់បង្កប់លោកនេះណាឲ្យគេមកជួបខ្ញុំឥឡូវនេះមេធំមានបញ្ជាយប់នេះទៅបន្ទប់អ្នកជំងឺ221ដើម្បីទទួលបញ្ជាបន្ទប់អ្នកជំងឺ221ជាបន្ទប់របស់លៀនរួនតែឬមួយក៏លៀនរួគឺជាអ្នកនៅពីក្រោយក្នុងកាបញ្ជាដូចផៃលៀនពកខៀវតកូលជេហេតុអីនេះមិនទាន់មកទៀតអើយអ្នកចង់ងាប់នេះជាជាន់ទី22នាងឡើងមកបានយ៉ាងម៉េចមិនបាននិយាយច្រើនទេមានកែជាមួយខ្ញុំហើយចាំមេធំមេធំឲ្យខ្ញុំមកជួយនាងលួចបៃលិនពណ៌ខៀវលក្ខខណ្ឌនោះគឺនាងទៅជួបខ្ញុំចាត់ការនាងយេនស៊ូស៊ីការពិតមេធំជាអ្នកបញ្ជាលៀនរួអត់មកលួចបៃលិនពណ៌ខៀវខ្ញុំក៏ចង់ដឹងដែរថានាងនឹងចាត់ការខ្ញុំយ៉ាងម៉េចនាងក៏ចង់ធ្វើយ៉ាងម៉េចខ្ញុំចង់បានព័ត៌មានបន្ថែមពីនាងស៊ូស៊ីម្នាក់ហ្នឹងថានាងចូលចិត្តអ្វីបំផុតហើយស្អប់អ្វីបំផុតប្រមូលបានច្រើនប៉ុណ្ណាកាន់តែល្អតែប៉ុណ្ណឹងតើនៅដីគឺត្រូវការពិតប៉ុណ្ណឹងព្រោះមានតែបែបនេះតើខ្ញុំអាចចាត់ការនាងស្រីថោកទៀតនោះបានកន្លះម៉ោងទៀតបានទៅនៅនឹងល្អណាស់អីមកទៅណៃបាត់ទៅបានយ៉ាងម៉េចវ៉ាវមានចំណងកប់ខ្លាំងបែបនេះជួយខ្ញុំយេនស៊ូស៊ីម្ដងនេះនាងពិតជាសក់មិនខាន ចង់ធ្វើអីហ្នឹងនឹងចង់ធ្វើអី គេប្រហែលជាមិនឃើញខ្ញុំហាក់ចេញពីបន្ទប់អ្នកនាងលៀនរួទេណាម្ដងនេះខ្ញុំតែងរឿងយ៉ាងម៉េចទៅ នឹងមានបំណងប្រាថ្នាអីខ្ញុំអាចជួយនាងបានហេតុអីគិតខ្លីចង់លុបលើអគី សម្រាប់ខ្លួន ឬមួយមិនពិតមិននេះបើកម្មមិនទាន់នឹងសម្បត្តិហើយ ខ្ញុំផ្អើលដល់សារទៅលោកនឹងឯងខ្ញុំគ្រាន់តែមានអារម្មណ៍ថាខ្លួនឯងជាសត្វចម្លែកសុកខ្ញុំក៏គិតខ្លីទៅសំតោណាតទៅខ្ញុំនឹងមិនធ្វើបាបនេះទៀតទេ នឹងមិនមែនសត្វចម្លែកទេបើមានអ្នកណាហៅនាងសត្វចម្លែកទៀតម្នាក់នោះជាសត្រូវខ្ញុំរួមទាំងនឹងផងដែរ យាយឆាន
បងសំឡាងបងពិតជាល្អខ្លាំងណាស់អរគុណដែលជួយផ្អាកបំណងប្រាថ្នារបស់ខ្ញុំទៅជាការពិតដើម្បីសំគមខ្ញុំត្រូវរកមុខអ្នកដែលលួចតិចលុបឲ្យវិញ យេនស៊ីខ្ញុំទឿនខ្ញុំសំណាក់គឺបើនេះបើសិនជាខ្ញុំស្លាប់ខ្ញុំនឹងឈប់ខាងសំរងបានពីហើយ មិនបាច់ទេខ្ញុំមិនស្លាប់ទេហ៎ឯណាមិនតិចទេយេនស៊ីស៊ីងឲ្យពុកម្ដាយបាត់បង់ជីវិតក្រែងមណ្ឌលកុមារកំព្រាទទួលយកទៅចិញ្ចឹមអាយុ8ឆ្នាំខ្លាចឆ្កែខាំខ្លាំងបំផុតចូលចិត្តញ៉ាំគូទាគូទាហ៎បានត្រឡប់មកផ្ទះវិញពិតជាល្អខ្លាំងណាស់សាក់មើលសិនចឹងថាព័ត៌មានជនបង្កប់វាពិតជាត្រឹមត្រូវទេជួយផងនេះហើយបងសម្លាញ់មានឆ្កែកាត់អីហ្នឹងឆ្កែគួរឲ្យស្រឡាញ់សិនអីហ្នឹងបីទៅឆ្កែទេព័ត៌មានជនបង្កប់នេះពិតជាត្រឹមត្រូវពិតមែនយេនស៊ីស៊ីងថាឆ្កែពិតជាល្អខ្លាំងណាស់បងឆាននេះជាឆ្កែណាថាខ្ញុំរើបាននៅមុខផ្ទះមុខវាពិតជាដូចសៀងមីងដែលខ្ញុំធ្លាប់ចំការនៅពីតូចសុំតោះណាខ្ញុំភ្ញាក់ផ្អើលចូលពេកហើយកាលនៅពេលក្មេងខ្ញុំធ្លាប់ខំខ្លួននៅក្នុងព្រំពួកគេបលែងឆ្កែឲ្យមកខំខ្ញុំច្រើនណាស់ដូច្នេះបើបងសម្លាញ់ចូលចិត្តឆ្កែតទៅខ្ញុំនឹងព្យាយាមចូលចិត្តវាឲ្យបាន មិនចូលចិត្តគឺមិនចូលចិត្តមិនបាច់ព្យាយាមទេ យាយឆានហេតុអីមិនជាលោកត្រូវល្អជាមួយខ្ញុំដល់ថ្នាក់អើយមានគុតទៀត ធ្វើអី ហ៎ថ្ងៃនេះកំពុងតែញ៉ាំគុតទេនេះបងឆានពិតជាគួរឲ្យខ្ពើមណាស់ព័ត៌មានជនបង្កប់ផ្លូវទៀតហើយយេនស៊ីស៊ីងពិតជាចូលចិត្តញ៉ាំគុតទៀតមែនកាលនៅពីក្មេងបងឆានគ្រាន់តែឃើញក្មេងៗញ៉ាំគុតទេក៏អួតទៅហើយបាទនេះយេនស៊ីស៊ីងត្រូវបងប្រពើម្ដងមានអីក៏ខ្ពើមទាំងឈ្ងុយទាំងឆ្ងាញ់សាក់មើលស្អុយចង់មកទៅហើយយកចេញទៅលៀនស្អីឯណាទាំងឈ្ងុយទាំងឆ្ងាញ់ទុំស្អីហ្នឹងសាក់មើលទេហ៎ហើយខ្ញុំខំតែគិតថាលោកមកដូចអ្នកមានដទៃទៀតមិនស្អកខ្ពើមមកហូបអ្នកក្រក់ដូចជាពួកយើងទេតែខ្ញុំគិតខុសខ្ញុំយកតែឥឡូវនេះហើយមិនចោលផ្ទះរបស់លោកស្អីទេ ជប់សិននិយាយដល់ទៀតទៅ យេនស៊ីស៊ីងយើងស្លាប់មិនខានខ្ញុំមិនធ្វើផ្ទះរបស់លោកស្អីទេ និយាយដល់ទៀតទៅថាផ្ទះអ្នកហ្នឹង ផ្ទះលោកមក និយាយដល់ទៀត បងឆានបងគ្មានអារម្មណ៍ខ្ពើមទេអីញ៉ាំគុតទៀនណា គូទៀននេះមិនបានទៅទុនឆ្ងាញ់ដល់ថ្នាក់ហ្នឹង អត់ទេណាឈៀងសឹកលោកថាមករបស់ខ្ញុំគឺជាគុតទៀអីវាជ្រុលពេកហើយណា ខ្ញុំធ្វើជ្រុលពេកមែនទេនឹងធ្វើដល់លោកស្រីទេនិយាយគ្មានស្គាល់កលៈទេសៈសោះ ខ្ញុំគ្មានកលៈទេសៈត្រង់ណា ទីនេះជាផ្ទះរបស់ខ្ញុំមិនមែនជាផ្ទះរបស់ខ្ញុំទេ ហ៎នេះខ្ញុំគ្រាន់តែនៅទីនេះបណ្ដោះអាសន្នប៉ុណ្ណោះមិនចាត់ទុកថាជាផ្ទះរបស់ខ្ញុំទេ មិនផ្ទះផង ចាលោកប្រឹង យកឈ្មោះលោកស្រីដាក់ចូលក្នុងផ្ទះផង ចាលោកប្រឹងហេតុអីទេនេះមិនបានទេណាបងឆាននេះជាផ្ទះលោកស្រីទុកឲ្យបងមួយចំនួនតែមួយចំនួន រួចខ្ញុំមិនចូលឈ្មោះភរិយាខ្ញុំចូលក្នុងផ្ទះសូមអនុញ្ញាតពីនាងតែមែនទេ យាយឆាន មកប្រឡាក់ខ្លាញ់អស់ ហេតុអីក៏លោកធ្វើដើម្បីខ្ញុំដល់ថ្នាក់យេនស៊ីស៊ីងនាងចចកល្បិចកលហ៊ានមកបោកប្រាក់មិនឈើដល់ថ្នាក់លើកផ្ទះឲ្យផងមិនដឹងទេម្ដងនេះយេនស៊ីស៊ីងត្រូវស្លាប់មានតែស្លាប់ប៉ុណ្ណោះដែលនាងនឹងមិនអាចមកបង្កើតក្បាច់មកឈើបានទៀតយប់នេះចេញមកជួបខ្ញុំនៅផ្ទះតកូលជេជប់នេះនៅតកូលជេមែនទេរៀនរស់សូមមើលបន្តិចមើលថានាងនឹងមកចាត់ការខ្ញុំចឹងនេះគួរតែមកដល់ហើយណារកមើលខ្ញុំមែនទេនាងចូលមកបានយ៉ាងម៉េចគ្មានអ្នកណាឃើញតែមែនទេឈប់និយាយច្រើនចូលសាច់រឿងទេព័ត៌មានលើកមុនដែលខ្ញុំឲ្យនាងធ្វើខ្ញុំបានបណ្ឌិតរួចអស់ហើយឥឡូវនេះយើងត្រូវតែធ្វើភារកិច្ចចុងក្រោយណែសម្រាប់យេនស៊ីស៊ីងចោលទេភារកិច្ចរបស់ខ្ញុំគឺលួចផៃលិនពួកខ្ញុំមិនសម្រាប់មនុស្សអេណែនាងមិនចាំបាច់ចាត់ការដល់ខ្លួនឯងទេគឺអាចជួយនាងលួចផៃលិនខៀវបាននាងគ្រាន់តែចាប់ខ្លួននៅឯមនុស្សកុមារកំព្រាមកដើម្បីឲ្យស៊ីស៊ីងយកផៃលិនពួកខ្ញុំមកជួយក្មេងៗដល់ពេលនោះយេនស៊ីស៊ីងក៏ស្លាប់ហើយនាងក៏បានផៃលិនពួកខៀវទៅបាញ់កំភ្លើងមួយគ្រាប់បានសាប់ដល់ទៅពីរម្នាក់នេះពិតជាខុសខើខ្លាំងណាស់តែខ្ញុំនឹងប្រាប់ផែនការជាមួយដើម្បីតបដើម្បីរកខ្លួនអ្នកដែលបញ្ជានៅខាងក្រៅក្នុងចេញមកផែនការក៏ល្អណាស់តែបើស៊ីស៊ីងយកផៃលិនពួកខៀវខ្លាំងៗមកធ្វើយ៉ាងម៉េចវិញយ៉ាងណាពេលពួកខៀវគឺវាដូចតែគ្នានឹងនាងមិនបាច់បារម្ភទេដល់ពេលនោះមេធំនៅទីនោះដើម្បីត្រួតពិនិត្យរបស់នៅមុខគ្រប់គ្នាអូខេអញ្ចឹងខ្ញុំក៏បងឆានហ៎បងឆាននេះឆាប់ទៅនាងបញ្ញាឆ្លៃសានអីណាទៅឆាប់ចេញទៅហេទៅបងឆានបងមកបានចំណុចហ្នឹងលោកប្រុសឆ្វេសិនគិតក៏ដែរសម្រាប់លោកម្ចាស់នៅ20ឆ្នាំមុននោះគឺត្រឡប់មកប្រទេសវិញហើយអ្នកនាងលីមក៏បានតាក់ទងទៅឆ្វេសិនរួចរាល់ហើយដែរបែបនេះអាចនឹងមិនល្អចំពោះលោកប្រុសទូទៅទេ20ឆ្នាំមុនព្រោះតែចង់ណែនាំត្បូងពណ៌ខៀវដែលជាទ្រព្យសម្បត្តិរបស់តកូលយេគេដល់ថ្នាក់ហ៊ានសម្រាប់អូនស្រីបង្កើតរបស់ខ្លួនឯងឆ្វេសិនគេហ៊ានត្រឡប់មកវិញយកជីវិតមកចោលទីនេះហើយតាមដានឆ្វេសិនរួចនឹងជាបងស្រីបងមិនថាណាចង់ធ្វើបាននាងទេគ្រាន់តែប្រាប់ខ្ញុំនឹងជួយការពារនេះ ហើយចង់អ្នកដែលចង់ចាត់ការយេនស៊ីស៊ីងនោះ ស៊ីស៊ីងគ្មានថ្ងៃធ្វើបាននាងទេចាំសម្ដីខ្ញុំណាឆាប់ទៅសំណាក់ទៅ អីណាមានតែយេនស៊ីស៊ីងស្រាប់តែប៉ុណ្ណោះតែបងប្រុសឈិនជារបស់ខ្ញុំតែម្នាក់អាវិធីកំបាំងខ្លួនលើនេះពេលណាទៅអាចគ្រប់គ្រងបាន យេនស៊ីស៊ីង ខ្ញុំ ខ្លាញ់ដល់ថ្នាក់នេះមិនមែនមិនធ្លាប់ឃើញបែបនេះទេ គឺខ្ញុំវានៅមិនសូវស៊ាំវាមើលតែចម្លែកពិតមែនទេ មិនខ្លាចទេមើលរយៈនេះបលីនរួមមករកគ្រឿងនាងត្រូវតែមកប្រាប់ចំភ្លាម ឬសង្ស័យថាខ្ញុំទៅរលីនរੂមិនអាចទៅរួចទេខ្ញុំត្រឡប់មកអន្តរហើយទៅសមត្ថភាពបំងខ្លួនរបស់ខ្ញុំបាន យេនស៊ីស៊ីង គឺ
អ្នកនាងលេងគ្រាន់តែយកចិត្តតែបន្តិចប៉ុន្តែគេក៏មិនដល់ថ្នាក់ជាមនុស្សអាក្រក់មិនបែបបារម្ភទេគេមិនមករករឿងខ្ញុំទេ មិនថាអ្នកណាមករករឿងនឹងទេនាងត្រូវប្រាប់ខ្ញុំឲ្យលឿនបំផុត យាយឈិនថ្ងៃនេះលោកកាត់អីនឹងមានរឿងអ្វីកាត់ឡើងឬអត់ គ្មានអីទេយ៉ាងណានាងរៀបការចូលតកូលយាយក៏ព្រោះចង់ឲ្យតកូលយាយការពារនាងមែនទេខ្ញុំនិយាយខ្ញុំធ្វើ អរគុណណាស់បងសំឡាញ់ អញ្ចឹងនាងក៏សម្រាប់ទៅ អូខេ យាយឈិនបើសិនជាលោកដឹងការពិតពីខ្លួនរបស់ខ្ញុំក្រែងថាលោកនឹងមិននិយាយបែបនេះទៀតទេលោកប្រុសជើងលួចចាប់សារនៅក្នុងទូរស័ព្ទដៃរបស់លោកស្រីបានហើយគឺឈ្មោះស៊ីនបានឲ្យមនុស្សទៅចាប់ចំណិតក្មេងពីមនុស្សកុមារកំព្រាហើយឲ្យលោកស្រីទុកយកផៃលិនពណ៌ខៀវទៅដល់នឹង ត្រៀមឡើង ប៉ុន្តែលោកប្រុសបើលោកទៅជួយក្មេងៗទាំងបែបនេះនោះវាក៏មានន័យថាលោកស្រីជាចំណុចខ្សែរបស់លោកបើសិនជាបែបនេះ បើសិនច្បាប់នេះហ្វាំងស៊ីងនឹងយកសៀវស៊ីងមកគំរាមខ្ញុំយើងសៀវស៊ីងស្វែងក្មេងៗណានាងប្រកាសចាចាញ់បោកហ្វាំងស៊ីងជាមិនខានទេ លោកប្រុសជួយសិនពិតជាគ្រោះថ្នាក់ណាស់លោកប្រុសខ្ញុំត្រូវតែនិយាយជាមួយនឹងនាយកលៀងរឿងដែលចាប់ចម្រិតខ្លួនហើយប្រើវិធីមកបងខ្លួនទៅមិនឲ្យជាឈិនចាប់បានមិនគួរឲ្យជឿថាពួកវាមកក្រាក់ដល់ថ្នាក់នេះហ៊ានចាប់ចម្រិតក្មេងៗដើម្បីគំរាមលោកស្រីចាប់ចម្រិតក្មេងកំព្រាខ្ញុំនឹងមិនតាមបានធ្វើផង នាងនៅតែចាំមើលយើងសៀវស៊ីងផងហាមមកទៅក្រៅហើយរឿងចាច់ចំណុចក្មេងកុំឲ្យនាងដឹងអសន្ន លោកប្រុសលោកត្រូវប្រយ័ត្នខ្លួនផងណា មេធំរបស់យើងបញ្ជាថាឲ្យតែអ្នកកាន់ថៃលិនពណ៌ខៀវចូលតែប៉ុណ្ណោះអ្នកផ្សេងហាមចូលឲ្យសោះណា មានរឿងអីកាត់ឡើងហេតុអីក៏គេជាអ្នកមកហេតុឯណាយិនស៊ូស៊ី មើលទៅអាឈើននៅតែជាមនុស្សបូជាស្នេហាមិនទៅទេគេបានចាប់សេវាទូរស័ព្ទរបស់យៀនស៊ីវស៊ីងហើយក៏ចេញមុខជំនួសយៀនស៊ីវស៊ីង បងប្រឈិនហេតុអីក៏ការពារវាដល់ថ្នាក់នេះកាន់តែបងចង់ការពារវាកម្រិតណាខ្ញុំកាន់តែចង់សម្លាប់វាប៉ុណ្ណោះ ខាងជុកគ្រីយូហើយណាមិនគិតតទេសោះថាឯងហ៊ានយកសម្បត្តិរបស់ម្ដាយឯងប្រើវាដើម្បីការពារជីវិតមនុស្សស្រីម្នាក់នេះ ការពិតលោកស្រីម្ចាស់នេះស្លាប់ព្រោះតែការពារបៃលិនពណ៌ខៀវនេះសោះមើលទៅដូចជាគេនេះហេតុតែជួយខ្ញុំឲ្យទៅលួចបៃលិនពណ៌ខៀវនោះមិនគិតទៅសោះថាគេស្គាល់ជាឈិនដែរ មិនបាញ់និយាយច្រើនទេយកត្បូងពណ៌ខៀវមកហើយដោះដូរនឹងក្មេង សូមជួយពិនិត្យថៃលិនសិន ខ្ញុំជាអ្នកធ្វើបងឈិនបងមិនសុខខ្ញុំបន្តិចទេថាហេតុអីក៏ខ្ញុំនៅទីនេះនៅឆ្លងចិត្តមនុស្សអាក្រក់ដល់ថ្នាក់នេះនៅសួរទៀត រ មិន យៈ ទេ ពេល20ឆ្នាំនេះខ្ញុំព្យាយាមដើររកទ្វារស៊ីងរហូតនៅពេលដែលវាចូលមកក្នុងប្រទេសមនុស្សរបស់ខ្ញុំបានតាមដានរួចទៅហើយអ្វីដែលខ្ញុំស្មានមកដល់គឺគេតាក់ទងជាមួយនាងសោះលិនរੂនាងធ្វើឲ្យខ្ញុំខកបំណងខ្លាំងណាស់ បងខកបំណងនេះអ្នកដែលគួរតែខកបំណងគឺជាខ្ញុំទៅវិញទេបងធ្លាប់សន្យាជាមួយនឹងម៉ាក់ខ្ញុំថានឹងមើលថែខ្ញុំអស់មួយជីវិតតែតាំងពីមាននាងយិនស៊ីងនេះចូលមកបងធ្លាប់មើលថែខ្ញុំខ្លះអត់បងចាំតែការពារវាហើយក៏លែងខ្វល់ពីខ្ញុំទៀត ខ្ញុំធ្លាប់សន្យានឹងអំសីលិនប៉ុន្មានឆ្នាំនេះខ្ញុំចាប់ទុកនាងដូចជាបងស្រីមកកាន់អញ្ចឹងមិនដែរនាងលំបាកទេ អ្នកណាចង់ធ្វើជាបងស្រីបងខ្ញុំចង់ធ្វើជាប្រពន្ធបងទៅវិញទេ ឆាប់បិទទ្វារភ្លាម ដល់ថ្នាក់ហ៊ានប្រើក្មេងមកចាក់ខាយើងផងមិនខ្មាស់គេទេ ទាំងអស់នេះវាគ្រាន់តែជាឧបករណ៍ប្រការរបស់យើងតែប៉ុណ្ណោះ ណែបងឆានបងគួរតែបារម្ភពីខ្លួនឯងល្អជាងបន្ទប់បិទចិត្តដែលបងឈរនៅពេលនេះកំពុងតែខ្លាចជាបន្ទប់ផ្លាសេហើយពេលណាដែលបងកម្រិតខ្លួនមិនបាននោះរាងកាយរបស់បងគឺជារបស់ខ្ញុំគ្រប់យ៉ាងដែលជារបស់តកូលជ័យនឹងខ្លាចជារបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ យកសពទៅ យកសពឬក៏អត់នោះបន្តិចទៀតបងនឹងដឹងហើយមានតែយើងពីរនាក់ដែលអាចបើកបន្ទប់ផ្លាសេនេះបានមិនមែនទេ3នាក់គឺម្នាក់ទៀតគឺជាជនអង្កត់ដែលយើងជួបមកគេប្រកាសជាគ្មានខាងជួយបងទេហេតុដូច្នេះចុងក្រោយបងឈិនក៏ខ្លាចជារបស់ខ្ញុំនេះជាស្អីទៅបៃលិនពណ៌ខៀវជារបស់ខ្លាំងខ្លាយ ថៃលិនពណ៌ខៀវជារបស់ពិតតែគេលួចធ្វើអ្វីយ៉ាងទៅលើវាពេលដែលយើងជួបពិនិត្យវានឹងផ្ដល់សញ្ញាឲ្យប៉ូលីសភ្លាម អញ្ចឹងឥឡូវនេះយើងគិតធ្វើយ៉ាងម៉េច គឺគិតខ្លួននឹងហើយ ឯណែឈប់សិនទ្វារនោះគ្មានអ្នកណាបើកបានទេបើបងប្រឈិនស្លាប់នៅខាងក្នុងនេះគិតធ្វើយ៉ាងម៉េចទៅ យើងមិនចង់ឲ្យវាស្លាប់ឬមួយយើងចង់សាប់ខ្លួនឯង នៅឈរថ្មឹងធ្វើអីទៀតប្រញាប់ទៅ មានអ្នកដណ្ដើមថៃលិនពណ៌ខៀវទៅហើយ ស្រេចតែវាទៅប៉ូលីសកំពុងតែមកហើយណាប្រញាប់ទៅ មែនណា ហើយ មានអ្នកណាក្រៅទេមានអ្នកណា បើខ្ញុំបាត់ទ្វារនេះបានអញ្ចឹងការពិតរបស់ខ្ញុំនៅធ្វើបាច់ស្អីហើយយាយឆានប្រកាសជាចាប់ខ្ញុំបានមិនដូចកុមារកំព្រាដែលកំពុងសានសង់នោះគឺពិតជាបញ្ឈប់ណាស់ចាស់ខ្ញុំចង់សង់ផ្ទះមិនដូចកុមារកំព្រាកន្លែងមួយមានសាលារៀនមានគ្រូបង្រៀនមានម៉ាស៊ីនត្រជាក់មានម៉ាស៊ីនផ្ដោះកម្ដៅមានសាច់ឲ្យញ៉ាំគ្រប់3ពេលមានប៉ងឲ្យញ៉ាំគ្រប់ពេលហើយក៏ បានលើហើយមែនទេធ្វើមកដល់កម្មាកំព្រាមួយកន្លែងតាមដែលលោកស្រីត្រូវការប្រើឈ្មោះរបស់លោកស្រីបញ្ចុះឈ្មោះលោកស្រីចុះក្នុងផ្ទះទៅ ចាលោកប្រុសណាស់ចាស់ស្រាប់ក៏ស្រាប់ចាស់យ៉ាងច្រើនខ្ញុំគ្រាន់តែសង់មកដូចកុមារកំព្រាដល់ខ្លួនឯងយាយឆានខ្ញុំមិនចង់ទៅពាក់គុណលោកទេយាយឆានភ្ញាក់ឡើង ទ្វារនេះមានតែទ្វារទីក្បាច់បើកបានខាងនឹងជាអ្នក ប៉ុន្តែខ្ញុំយាយឆានចេញទៅលោកប្រុសឆាប់ភ្ញាក់មកលោកប្រុសភ្ញាក់ហើយមែនទេលោកប្រុសលេបថ្នាំសិនទៅណា ឲ្យនឹងមកបញ្ចុកខ្ញុំ ហ៎ខ្ញុំមែនទេហេតុអីក៏គេមិនសង្ស័យតសញ្ញារបស់ខ្ញុំឬមួយក៏រងារហូតបាត់បង់ការចងចាំលោកស្រីបញ្ចុកថ្នាំលោកប្រុសទៅ
បងសំឡាញ់ញ៉ាំថ្នាំសិនណា នឹងមានអីតាក់ទងជាមួយជួយស៊ី មិនបានតាក់ទងអីនឹងគ្នាទេ ខ្ញុំនៅមិនទាន់ប្រាប់ទេជួយស៊ីជាណាមិនក៏បញ្ញាប្រាប់ថាមិនពាក់ព័ន្ធនឹងគេទេ គឺប្រទេសខ្ញុំមិនស្គាល់គេនឹងណាតែបានជានិយាយថាមិនពាក់ព័ន្ធនឹងគ្នានោះ ហើយចង់ហេតុអីសោតធ្វើបន្ទប់ពិសោធន៍របស់គេនៅជាមួយ សោកាត់នឹងខ្ញុំរើបាន ក៏ហត់ទៅ ពធអើយមិនមែនទេណាសោកាត់នឹងខ្ញុំរើបាននៅមុខបន្ទប់របស់អ្នកនាងលីន ហើយចង់ហេតុអីនឹងលេចមកឡើងនៅក្នុងបន្ទប់ពិសោធន៍ ក៏យកសោកាត់ទៅឲ្យគេនោះអីពេលហ្នឹងគេដើរលឿនណាស់ខ្ញុំហើយយ៉ាងណាក៏គេមិនលឺដែរអញ្ចឹងហើយបានជាខ្ញុំដើរតាមទៅ សោកាត់ឲ្យទៅវិញពេលណាក៏បានគិតថាខ្ញុំជឿមែនទេ អូលោកក៏ដឹងដែរថាអ្នកនាងលីនមិនសូវចូលចិត្តខ្ញុំបើខ្ញុំមិនប្រញាប់យកទៅឲ្យវិញទេដល់ពេលនោះគេនឹងប្រាប់លោកថាខ្ញុំគឺជាអ្នកលួចយកទៅតែគិតធ្វើយ៉ាងម៉េច គ្រប់ពេលដែលនិយាយខ្ញុំនឹងពិសោធន៍ជាសំខាន់ទេបើខ្ញុំចាប់បានថានឹងកុហកខ្ញុំមិនលែងនាងនោះទេចាប់ពីថ្ងៃនេះតទៅនៅតែក្នុងផ្ទះហាមចេញក្រៅ ខ្ញុំសុំទៅមើលផ្ទះមណ្ឌលកុមារកំព្រាសិនបានទេ នាងគិតថានាងនឹងមានសិទ្ធិនិយាយលក្ខខណ្ឌជាមួយខ្ញុំទេមែនទេ យល់ហើយចា៎លោកសម្រាប់ឲ្យបានច្រើនទេលោកប្រុសខ្ញុំគិតថាសម្ដីរបស់លោកស្រីតូចជឿមិនបានទេ សម្ដីយើងសើសិងជឿបានឬមិនបានខ្ញុំជាអ្នកសម្រេចខ្លួនឯងមិនចាំបាច់ឲ្យនាងមកបារម្ភទេ ចា៎ ពីថ្ងៃនេះទៅតាមមើលនាងឲ្យល្អមិនឲ្យចេញពីផ្ទះទេ លោកប្រុសលោកប្រុសមិនអីទេមែនទេសម្ដីនេះដូចជាលឺចេញពីបន្ទប់ផ្ទះបាយខ្ញុំទៅមើលសិនអ្នកលោកស្រីតូចហាត់អីក៏នៅទីនេះខ្ញុំកំពុងតែធ្វើនំខេកលោកស្រីតូចចង់ញ៉ាំនំខេកមេចង់ភ័យធ្វើក៏ចប់ហើយមេចង់ភ័យធ្វើរសជាតិដែលខ្ញុំចង់ញ៉ាំមិនបានលោកស្រីតូចចង់ញ៉ាំនំខេកនៅហាងណាដែរទៅខ្ញុំចង់ញ៉ាំនំខេកផ្លែឈើហាងដែលនៅជិតមណ្ឌលកុមារកំព្រាលោកស្រីតូចចង់ញ៉ាំនំខេកផ្លែឈើមែនទេលោកប្រុសលោកស្រីតូចចង់ញ៉ាំនំខេកផ្លែឈើនេះវាជាលេខកូដអ្វីដែរទេ នាងចង់ញ៉ាំនំខេករសជាតិផ្លែឈើអញ្ចឹងមែនទេ តែបងស្រីស៊ីនេះក្តីសោកបងស្រីនឹងញ៉ាំនំខេកមិនឆាតែបងស្រីនេះក្តីសោកទេបងស្រីនឹងញ៉ាំនំខេកផ្លែឈើ មើលទៅនាងដូចមិនមានក្តីសុខប្រហែលទេខ្ញុំទៅម្នាក់ឯងបានហើយតើកូនជាធ្វើនាងមិនមានក្តីសុខប្រហាក់នឹងមែនទេ យាយឆាន ទីនេះមិនមែនជាមណ្ឌលកុមារកំព្រាទេរបស់ថ្នាក់ដល់ដីហើយមិនឲ្យញ៉ាំទេ ខ្ញុំមិនបានញ៉ាំទេប៉ុន្តែខ្ញុំគ្រាន់តែចង់បោះសម្អាតតែប៉ុណ្ណោះ នឹងក៏មិនចាំបាច់ដែរតែទៀតមេផ្ទះវាងមកសម្អាតហើយមេផ្ទះវាង ពិតជាស្ដាយណាស់តែញ៉ាំបានតែពីរ វាមាន ម៉ា អីទៅស្ដាយគ្រាន់តែជំនុំខេកទិញក៏បានដែរ ផ្អែមណាស់មានហើយនំខេកនេះពិតជាឆ្ងាញ់ណាស់លោកហាមិនអាចខ្ញុំមកមើលក្មេងៗទេមិនអញ្ចឹងនៅសុកសុកហេតុអីបានជាលោកព្រម ព្រោះពេលនាងញ៉ាំនំខេកផ្លែឈើអាក្រក់មិនណា បងសម្លាញ់អញ្ចឹងបងគិតថាពេលនេះខ្ញុំស្អាតដែរទេ ក៏មិនស្អាតអាក្រក់ប្រហែលទេគ្រាន់តែបន្តិច បងសម្លាញ់ខ្ញុំចូលចិត្តនៅពេលដែលបងបាត់រឹងខ្លាំងបែបនេះណា ខ្ញុំមិនញ៉ាំទេញ៉ាំទៅញ៉ាំទៅ យាយឆាន ញ៉ាំទៅ សូមឲ្យលោកជឿខ្ញុំចាស់ខ្ញុំគ្មានថ្ងៃធ្វើបាបលោកទេលោកប្រុសលោកសេតទៅកំពុងតែនៅក្នុងការសង្ស័យតែបែរជាជឿចិត្តនេះបែបនេះវាគ្រោះថ្នាក់ណាស់លោកមិនគិតដើម្បីខ្លួនឯងតែខ្ញុំមិនគិតដើម្បីលោកចាប់ផ្ដើមកិច្ចការទៅបងសម្លាញ់អរគុណណាស់ដែលប្រមាថទីនេះជាមួយនឹងខ្ញុំបងមិនបាច់បារម្ភទេពី3ថ្ងៃនេះខ្ញុំមិនទៅណាទាំងអស់ អញ្ចឹងធ្វើពេលណា ខ្ញុំស្ដាប់បង្គាប់លោកស្រាប់ទៅហើយ ថាម៉េចជាតម្រូវរបស់គ្រឿស៊ីងមែនទេខ្ញុំយល់ហើយនាងចុះសិនទៅខ្ញុំមានរឿងត្រូវទៅធ្វើ អូ តែខ្ញុំមិនអ្នកបើកឡានទៅទទួលពីថ្ងៃនេះនាងនៅផ្ទះសិនទៅយល់ទេ អូខេខ្ញុំយល់ហើយ លោកស្រីលោកប្រុសឲ្យខ្ញុំមកទទួលលោកស្រីត្រឡប់ទៅផ្ទះវិញបាទ មេតាវាងហាត់អីបានជាហីនេះស្អីហ្នឹងលោកស្រីទូសុំទោសផងណាព្រោះតែដើម្បីសុវត្ថិភាពរបស់លោកប្រុសខ្ញុំត្រូវតែធ្វើបែបនេះចេញឡានទៅពីព័ត៌មានដែលខ្ញុំបានមកយានស៊ីស៊ីងខ្លាចទូហើយក៏ខ្លាចកណ្ដាលតូចចង្អៀតធ្ងន់ធ្ងរផងដែរគ្រាន់តែខាំងនាងនៅក្នុងបន្ទប់ទឹកងងឹតនាងពិតជាស្រែកសុំជំនួយពីជ្រឿស៊ីមិនខានទីនេះកន្លែងណាងងឹតម្ល៉េះប្រមានាងត្រូវជាអ្វីជាមួយនឹងជ្រឿស៊ីងយាយឆានលោកដល់លេងខ្ញុំសិនទៅទីនេះងងឹតណាស់ខ្ញុំខ្លាចនេះមិននិយាយអញ្ចឹងក៏នៅទីនេះរហូតទៅយាយស៊ីស៊ីគ្រាន់តែនាងព្រមប្រមាចាលោកប្រុសខ្ញុំនឹងប្រញាប់ទៅឥឡូវនេះបើនាងនៅមិនព្រមប្រាប់ពីអត្តសញ្ញាណទៀតក៏លេងពោចូលទៅក្នុងបន្ទប់នាងទៅបាទគ្រប់គ្នាដែលគិតនឹងធ្វើបាបលោកប្រុសខ្ញុំត្រូវតែកម្ចាត់ចោលឲ្យអស់ យកគ្រឿងគ្រឿស៊ីងមកបាំងមុខតាមពុតពួកគេចង់ចាក់ខ្លួនស៊ីស៊ីងសោះ លោកប្រុសដៃរបស់លោកមានឈាមហាង ឲ្យមនុស្សទាំងអស់រកទូទាំងក្រុងបើយកយានស៊ីស៊ីងត្រឡប់មកវិញមិនបានទេស្វាព្រមគ្នាតែម្ដងទៅ
ប៉ុន្តែបើសិនជាលោកស្រីតូចតិចទៅជាមួយឈ្វាស៊ីងវិញ រកសម្រាប់ធ្វើស៊ីងចោលទៅហើយយកស៊ីងត្រឡប់មកវិញ ចាលោកប្រុស លេខពោះ ចេញទៅយាយឆានបើលោកចង់ប្រើវិធីនេះដើម្បីបង្ខំឲ្យខ្ញុំតាក់ទងឈ្វាស៊ីងនោះអញ្ចឹងលោកគិតខុសហើយខ្ញុំនឹងគ្មានថ្ងៃបង្ហាញអត្តសញ្ញាណរបស់ខ្លួនឯងដាច់ខាតខ្ញុំនឹងមិនធ្វើបាបពួកក្មេងៗដាច់ខាតលោកប្រុសលោកមិនបានឃើញអស់រយៈពេល48ម៉ោងហើយត្រឡប់ទៅសម្រាប់សិនទៅបានលោកស្រីទូចឃើញលោកខ្លាចជាបែបនេះ មិនសល់ពេលខ្លះទៀតឆាប់ទៅរកទៅ បើធូអើយ មេផ្ទះវាំងនៅផ្ទះតកូលយាយយូរប៉ុណ្ណាហើយ 24ឆ្នាំពេញហើយចែ 24ឆ្នាំក៏អាចរាប់បានថាចាស់ទុំម្នាក់ដែរប្រកាសជាយល់ហើយថាការក្បត់គឺទទួលលទ្ធផលបែបណា ខ្ញុំមិនយល់នោះទេថាលោកប្រុសចង់មានន័យថាម៉េច នឹងដឹងច្បាស់ហើយដំណឹងឈ្វេស៊ីងនឹងចាប់ខ្លួនសេស៊ីងទៅនាងជាអ្នកបញ្ជាមនុស្សប្រាប់ខ្ញុំឡានដាក់ខ្ញុំទៅទទួលសេស៊ីងខ្ញុំជាអ្នកបញ្ជាចាត់ការរួមទាំងផ្លូវដែលដើររកសេស៊ីងយើងឆ្លងកាត់មុខខាងពីរដងនាងឲ្យយើងជាពៅរហូតហើយរឿងគ្រប់យ៉ាងនាងក៏ជាអ្នកបញ្ជាអ្នកបើកឡានដូចគ្នា លោកប្រុសខ្ញុំ នាងចង់បដិសេធទៀតមែនទេ លោកប្រុសខ្ញុំពិតជាខុសហើយ ឆាប់ប្រាប់មកយិនសេស៊ីងនៅណាឲ្យប្រកបទៅ អត់ទេណា សេស៊ីងសេស៊ីង យាយឆានខ្ញុំមិនមែនជាមនុស្សរបស់ឈ្វាស៊ីនពិតមែនណាលោកជឿខ្ញុំទេ ខ្ញុំដឹងហើយថាមិនមែននាងទេ ទោះបីជាពោះមានពឹសពិតមែនតែគ្រប់កន្លែងនៅរាងកាយរបស់លោកស្រីត្រូវពោះខំច្រើនកន្លែងណាកន្លែងខ្លះពិតជាជ្រៅអាចនឹងមានស្លាកស្នាមដែរ តែតើពិតនៅក្រៅប្រទេសដែលល្អបំផុតពេញយ៉ាងណាកុំឲ្យនាងមានស្នាមស្នាមអសោះណាសេស៊ីងចាក់ហើយ មានស្លាកស្នាមក៏មិនអីដែរកុំឲ្យតែរបួសមានបញ្ហាធ្វើបានហើយមិនបាច់រកគ្រូពេទ្យមកពីក្រៅប្រទេសអស់លុយទេ នាងគិតថាតកូលយាយខ្វះលុយមិនតិចមិនទួចនឹងមែនទេ ត្រកូលយាយមិនខ្វះខាតស្រាប់ហើយតែខ្ញុំខ្វះខាតយាយឈឿនខ្ញុំមិនចង់ជាពាក់គុណរបស់លោកទេ នាងចង់មានន័យថាម៉េច ខ្ញុំមិនចង់ជាពាក់គុណរបស់លោក នាងនិយាយម្ដងទៀតទៅមើល យាយប្រមាថដងទៀតក៏នៅតែដដែលខ្ញុំមិនចង់ជាពាក់លោកធ្វើក្មេងកំព្រាដូចជាខ្ញុំសប្បាយណាស់មែនទេវាធ្វើឲ្យលោកមានមោទនភាពណាស់មែនទេ យើងនិយាយថាម៉េច ពាក្យនេះគួរតែជាខ្ញុំជាអ្នកសួរលោកវិញទៅត្រូវអ្នកដែលខំខ្លួនខ្ញុំនៅក្នុងបន្ទប់ខ្មៅនោះគឺជាលោកអ្នកដែលបលែងពោះមកឲ្យខាងខ្ញុំក៏ជាលោកឥឡូវអ្នកដែលចង់ជួបច្បាស់ខ្ញុំក៏ជាលោកទៀតនេះលោកបានន័យថាម៉េចបើមិនជឿចិត្តខ្ញុំទៀតទេក៏ចេញទៅប្រវិធីក៏ខ្វះបាត់នេះបញ្ឆាត់ការខ្ញុំវាសប្បាយណាស់មែនទេ សុំទោសណាខ្ញុំពិតជាមិនដឹងពិតមែនខ្ញុំមិនដឹងថាមិន តែ ចាស់ តែវាងស្មាត់ត្រង់ជាមួយលោកដល់ថ្នាក់ហ្នឹងបើគ្មានបញ្ជាពីលោកយើងហ៊ានធ្វើតាមចិត្តដែរមែនទេយាយឈឿនយើងលែងលក្ខគ្នាទៅមិនមែនទេយើងលុបកិច្ចសន្យាចោលទៅកាលដែលធ្វើជាលោកស្រីជេវាគ្រោះថ្នាក់ពេកហើយ នាងហ៊ាននាងហ៊ាន បើមានរឿងបាត់វាកាត់ឡើងទៀតខ្ញុំអាចនឹងមិនមានជីវិតរស់ខ្ញុំគ្រាន់តែចង់មានជីវិតរស់ ខ្ញុំសន្យាមិនឲ្យមានរឿងបានខាងឡើងទៀតទេ មិនមែនទេ ចាប់សម្រាប់ទៅមានអ្វីចាំចេញពីមន្ទីរពេទ្យចាំនិយាយគ្នាទៀត អូយកណ្ដោអើយមានកណ្ដោកណ្ដោលោកប្រុសនៅទីបំផុតលោកក៏មកលោកប្រុស បាននៅក្នុងបន្ទប់នេះហើយមានអារម្មណ៍យ៉ាងម៉េចដែរត្រូវពួកដែលខ្លួនឯងចាប់មកហាំមានអារម្មណ៍យ៉ាងម៉េចដែរទៅ លោកប្រុសខ្ញុំខុសហើយចាក៏ប៉ុន្តែបើឲ្យខ្ញុំរើសម្ដងទៀតខ្ញុំនៅតែជឿធ្វើដដែល នាងហ៊ាន លោកប្រុសអត្តសញ្ញាណរបស់លោកស្រីទៅពិតជាគួរឲ្យសង្ស័យណាស់លោកមិនហ៊ានចាត់ការខ្ញុំធ្វើអញ្ចឹងមិនបានទេមានតែធ្វើបែបនេះទេដែលអាចធានាបានថាមនុស្សជុំវិញខ្លួនមានសុវត្ថិភាព នឹងមិនដឹងកំហុសខ្លួនឯងទៀតមែនទេមើលទៅខ្ញុំឲ្យអំណាចនឹងច្រើនពេកចាប់ពីពេលនេះតទៅនឹងដល់ពេលចូលនិវត្តន៍វិញទៅប្រើជីវិតចុងក្រោយនៅមណ្ឌលតកូលយាយ លោកប្រុសខ្ញុំនៅក្នុងតកូលយាយអស់រយៈពេល20ឆ្នាំខ្ញុំស្មោះត្រង់ស្រាប់អង្គធ្វើការគ្មានថ្ងៃចប់គ្មានថ្ងៃសម្រាកតែឥឡូវនេះលោកដេញខ្ញុំចេញពីតកូលយាយព្រោះតែមនុស្សស្រីដែលមិនដឹងក្បាលដឹងកតុយ គ្មានថ្ងៃបានសម្រាប់មែនទេចាប់ពីថ្ងៃនេះតទៅនឹងបានសម្រាប់រហូតហើយបើគឺគ្មានអត្តសញ្ញាណអញ្ចឹងបានជានឹងហ៊ានប៉ះពាល់យិនស៊ីទីងតែមិនដែរទេ លោកប្រុសខ្ញុំគ្រាន់តែលោកប្រុសលោកធ្វើបែបនេះដាក់ខ្ញុំមិនបានទេណាលោកប្រុស សេលីញយង បាទលោកប្រុស នាំមកផ្ទះបានទៅធ្វើឯកសារជននិវត្តន៍សិនទៅឃើញថាសារធ្វើការរយៈពេល20ឆ្នាំមកនេះលុយសំណងក្រោយជននិវត្តន៍ត្រូវធ្វើឲ្យបានសមរម្យបាទ លោកប្រុសសូមលោកយក មកយិនស៊ីភាពជាបានរួមតែខូចផ្លូវអារម្មណ៍គាត់ឲ្យលំអិនត្រូវឲ្យមានផ្ទះបានសងមកវិញទាំងអស់មិនឲ្យខ្វះមួយសិននោះទេ លោកប្រុសលោកក៏ធ្វើបែបនេះដាក់ខ្ញុំដោយសារតែមនុស្សស្រីមិនដឹងក្បាលមិនដឹងកតុយយិនស៊ីម្នាក់នោះមែនទេ នឹងមិនមែនមនុស្សស្រីមិនដឹងក្បាលមិនដឹងកតុយទេនឹងជាភរិយាខ្ញុំ មិនមែនទេដំបូងលោកក៏គិតថានាងគឺជាចៅព្រោះអញ្ចឹងទើបលោកធ្វើកិច្ចសន្យាដើម្បីបញ្ឆោតយិនស៊ីចេញមកនាងគ្រាន់តែជាអុកមួយរបស់លោកប៉ុណ្ណោះខ្ញុំគ្រាន់តែជាអុកមួយរបស់លោកមែនទេ យិនស៊ីមិនមែនចឹងទេ បើរឿងទាំងអស់នេះគឺជារឿងកុហកអញ្ចឹងខ្ញុំនឹងធ្វើឲ្យរឿងនេះវាឆាប់ចប់បើរឿងទាំងអស់នេះជារឿងដែលកុហកអញ្ចឹងខ្ញុំនឹងធ្វើឲ្យរឿងនេះវាឆាប់ចប់ យិនស៊ី លោកប្រុសយិនស៊ីពិតជាមិនសមនឹងលោកទេ សេលីញយងនាំមកដល់បានទៅបែកឯកសារទៅ
ហើយមិនឲ្យមកជន់តកូលយាយទៀតសំបីមួយចំហៀន លោកប្រុសនេះលោកដេញខ្ញុំចេញដោយសារតែមនុស្សស្រីដែលទៅតែលេចមុខចេញមកម្ដងកន្លះខែទេណាខ្ញុំជាអ្វីនៅក្នុងភ្នែករបស់លោកតា លោកស្រីវាងសូមលោកស្រីបកគោលសោមកឲ្យទាំងអស់មកតែបើលោកស្រីមិនចង់ឲ្យទេក៏មិនដែរតែក្រោយពេលយប់នេះលេខកូដទ្វារទាំងអស់របស់បកគោលយាយនឹងត្រូវលុបចោលទាំងអស់ហើយ លោកប្រុសខ្ញុំនឹងធ្វើឲ្យលោកសោកស្ដាយមិនខានខ្ញុំនឹងធ្វើឲ្យលោកដឹងថាលើលោកនេះតើអ្នកណាដែលស្មោះត្រង់ហើយមានបំណងល្អជាមួយលោកខ្លាំងបំផុតទំនាក់ទំនងចាំបានចប់ហើយលោកនៅធ្វើការអីទៀត យិនស៊ឺស៊ីងនាងធ្វើជ្រុលពេកទៅដឹងគ្រាន់តែឲ្យកិច្ចសន្យាចោលគ្រប់យ៉ាងចប់មែនទេ បាទលោកគ្រាន់តែចង់ត្រួតពិនិត្យខ្ញុំតាំងពីដំបូងអញ្ចឹងពេលនេះលោកបានចំណាយហើយខ្ញុំមិនមែនជាមនុស្សដែលលោកព្យាយាមតាមរត់ទេប៉ុណ្ណឹងដល់លេងខ្ញុំបានហើយនៅ មិនបាន ឬក៏ថាត្រួតពិនិត្យនៅមិនទាន់អស់ចិត្តឬមួយក៏ថាខ្ញុំឈឺខ្លួននៅមិនទាន់ល្មមលោកក៏ចង់ធ្វើយ៉ាងម៉េចទៀតឬក៏វាយធ្វើបាបទឹកក្តៅឬក៏ធ្វើវិធីផ្សេង ធ្វើវិធីផ្សេងស្នើទឹកក្តៅខ្ញុំសួរចម្លើយនាងចាំបាច់ប្រើរបស់ទាំងអស់នេះទេ លោកចង់ធ្វើអីខ្ញុំទឿនលោកណាបើលោកហ៊ានធ្វើអីឈួតឡប់នោះគឺខ្ញុំនឹង នាងចង់ធ្វើអី ខ្ញុំនឹងស្រែកឲ្យគេជួយមានមនុស្សធ្វើបាបខ្ញុំមានមនុស្សអត់គេខ្មែរនេះលោក យិនស៊ឺស៊ីងសុំទោសខ្ញុំមិនអាចការពារនាងបានល្អ បើលោកចង់ធ្វើវិធីនេះដើម្បីរៀបរៀងខ្ញុំទុកដើម្បីសឹកទំនាក់ទំនងរវាងខ្ញុំហើយអ្នកជ្រៀសៀនអញ្ចឹងខ្ញុំប្រាប់លោកពេលនេះក៏បានដែរខ្ញុំមិនមែនជាមនុស្សរបស់អ្នកណាទាំងអស់មិនបាច់មកសឹកពីខ្ញុំទៀតទេ ខ្ញុំមិនធំគិតថាសឹកពីនាងទេមិននេះនាងក៏បានលឺម្ដងនេះម៉ែដោះវាងជាអ្នកសម្រេចចិត្តខ្លួនឯងខ្ញុំមិនដេញគេចេញពីតកូលយាយដើម្បីសងឲ្យនាង យាយឈើលោកធ្វើបែបនេះខ្ញុំគិតមែនទែនហើយណាថាលោក លោកប្រុសមេផ្ទះវាងឲ្យខ្ញុំយករបស់នេះមកឲ្យលោកជារបស់ដែលលោកម្ចាស់ទុកឲ្យមុននឹងគាត់ខូចទៅបាទ ឈិនម៉ាក់ទៅហើយតទៅឲ្យមេផ្ទះវាងមើលថែកូនក្រៅពីម៉ាក់ហើយនោះមេផ្ទះវាងគឺជាអ្នកដែលស្រឡាញ់បំផុត អំបញ្ញមិញមេផ្ទះវាងបានសម្រាប់ខ្លួនហើយលោកប្រុសអំបញ្ញមិញមេផ្ទះវាងបានសម្រាប់ខ្លួនហើយ ថាម៉េច លោកប្រុសមិនបាច់បារម្ភទេយើងបានមកទាំងទីពេទ្យហើយ យិនស៊ឺស៊ីងខ្ញុំយិនស៊ឺស៊ីង យាយឆានខ្ញុំមិនបាត់បោកលោកទេខ្ញុំមិនមែនជាមនុស្សរបស់ជួយស៊ីនពិតមែនដើម្បីសងគុណដែលលោកជួយសាងសង់ផ្ទះមនុស្សកុមារកំព្រាខ្ញុំនឹងជួយដល់ជួយស៊ីនឲ្យលោកឲ្យទៅតែបានខ្ញុំប្រាជីវិតលុយលាក់បែបនេះច្រើនថ្ងៃហើយពេលណាទៅលោកបានគ្រប់គ្រងតកូលយេជនបង្កប់នោះថាមានប្រយោជន៍ទេ ខ្ញុំរងចាំដល់ទៅ20ឆ្នាំហើយតែនេះគ្រាន់តែប្រហែលថ្ងៃសោះប្រកាសក្នុងចិត្តហើយមែនទេល្អ មានអីមែនទេ មនុស្សរបស់ខ្ញុំសង្ស័យថាយិនស៊ឺស៊ីងគឺជាជនបង្កប់ពិសេសម្នាក់នេះ ថាម៉េចអញ្ចឹងតាពីមុនដែលខ្ញុំណាត់ជួបជនបង្កប់ម្នាក់ហ្នឹងគឺអ្នកដែលមកគឺជាយិនស៊ឺស៊ីងបន្ទាប់ពីហ្នឹងពេលខ្ញុំណាត់ជួបនាងពេលណាអង្គរៈការពារទាំងរឹងថ្នាក់ហ្នឹងនាងអាចចូលមកបានយ៉ាងងាយស្រួលបើជាយិនស៊ឺស៊ីងពិតមែននោះអញ្ចឹងគ្រប់យ៉ាងក៏អាចអធិប្បាយបានហើយខ្ញុំនឹងទៅប្រាប់បងប្រុសឈិនឥឡូវនេះ អេមានផុសតាំងគឺថាយាយឈើនឹងជឿនាងមែនទេ អញ្ចឹងពេលនេះធ្វើយ៉ាងម៉េចទៅ លោកទេអូខេ ភារកិច្ចថ្មីនំខ្ញុំនៅផ្ទះវាងតកូជេមកបន្ទប់ដល់ពិសោធន៍លីនស៊ីគិតអ្វីក៏បានបាត់នឹងពិតមែនបើខ្ញុំនំខ្លួននៅផ្ទះវាងទៅប្រកាសជាបានជួបឈ្វីស៊ីនឲ្យមិនចឹងហា ក៏វាកាត់បានសម្រាប់ល្អណាស់ទៅយ៉ាងណាក៏របួសដល់ខ្វល់ក៏បាត់ទៅសម្រាប់គឺបានមួយទៀតទៀត លោកប្រុសហេតុអីបានជាជួយខ្ញុំចេញពីតកូជេឲ្យខ្ញុំស្លាប់ទៅល្អជាង ចង់ស្លាប់ក៏កំស្លាប់នៅក្នុងតកូលយាយខ្ញុំមិនសោះ លោកប្រុសមកអាក្រក់ប៉ុន្តែចិត្តល្អបែបនេះរហូតបើលោកចង់ឲ្យខ្ញុំស្លាប់ពិតមែនលោកមិនខាត់កម្លាំងមកជួយខ្ញុំនេះ ការដែលជួយព្រោះតែចង់សួរពេលនឹងជួយស៊ីងយករបស់ម៉ាក់ខ្ញុំទៅគ្រប់យ៉ាងហើយឧបករណ៍អាសន័យនេះបានមកពីណា នេះជារឿងរបស់លោកស្រីដែលដឹងផានការរបស់ឈ្វីស៊ីនដឹងថានឹងត្រូវកាត់រឿងទើបយកមកទុកនៅនឹងខ្ញុំសិន ចូលបានរបស់ម៉ាក់ខ្ញុំយកមកឲ្យខ្ញុំនឹងមិនសមប៉ះពាល់បានរបស់ម៉ាក់ខ្ញុំទេ លោកប្រុសនោះជារបស់តែមួយគត់ដែលលោកស្រីទុកឲ្យខ្ញុំ នឹងមិនស័ក្តិសមគិតដល់កម្រិតនេះទេ ក៏ប៉ុន្តែការដែលខ្ញុំត្រួតពិនិត្យយិនស៊ីវស៊ីងព្រោះតែខ្ញុំមានបំណងល្អជាមួយនឹងលោកណា លោកស្រីបាទនឹងគ្រាន់តែជាមេផ្ទះជួយប្រយ័ត្នសម្ដីខ្លួនឯងផង តែពិតច្រើនឆ្នាំកន្លងមកនៅក្នុងកាយភ្នែកលោកខ្ញុំគ្រាន់តែជាមេផ្ទះប៉ុណ្្នឹងឯងមែនទេខ្ញុំមើលលោកដូចជាប្អូនប្រុសបង្កើតអញ្ចឹង មិនអ ណា ត់ទៅខ្ញុំក៏សង្ស័យថានឹងយកភាពក្លាហាននេះមកពីណាទើបខ្ញុំដល់ថ្នាក់នេះនាងកំពុងតែគិតថានាងតកូលយាយឲ្យមែនទេសេវលៀងយួន នេះយាយឆានកំពុងតែកាត់ផ្ដាច់មេផ្ទះវាងដល់ថ្នាក់នេះហើយបើខ្ញុំចាប់ខ្លួនមេផ្ទះវាងទៅឲ្យគេទៅជួយគេប្រហែលជាមិនទៅគឺថាបានដែរម្យ៉ាងទៀតសភាពមេផ្ទះវាងបែបនេះប្រហែលជាមិនស្រាប់ចន្លោះពេលធ្វើដំណើរទេណាមិនបានទេខ្ញុំត្រូវតែគិតរកវិធីផ្សេងទៀត លោកប្រុស ពីនិតមើលទ្រព្យសម្បត្តិរបស់លោកស្រីបានទាំងអស់បើមានបញ្ហាដាក់ស្ទាបបណ្ដឹងរឹបអូសទ្រព្យសម្បត្តិឲ្យគេមកយំកម្មឲ្យល្អកុំឲ្យគេខ្លួនបានអសោះ លោកនាយកលៀងលោកគិតថាមានវិធីណាផ្សេងទេដែលមិនចាំបាច់ចាប់ខ្លួនមេផ្ទះវាងទេហើយអាចបោកឲ្យឈ្វីស៊ីនចេញមក ខ្ញុំ ទេ នៅគិតមិនចាញ់ទេនៅសុកសុកស្រាប់តែមកសួរខ្ញុំបែបនេះក្រែក លោក ថា អើយអញ្ចឹងពេលនេះខ្ញុំធ្វើយ៉ាងម៉េច រឿងនេះគឺតាក់ទងជាមួយនាងហើយនឹងលោកប្រធានយាយហេតុអីអ្នកទាំងពីរមិនព្រមនិយាយគ្នាឲ្យល្អទេ ខ្ញុំហើយនិយាយឈើចាប់គ្នាហើយការដែលចង់បោកឲ្យឈ្វីស៊ីនចេញមកគឺព្រោះតែចង់សងគុណគេតែប៉ុណ្ណោះស្វាមីដល់សង្ហារបស់បងស៊ីស៊ីនមកហើយនិយាយឈើមកហើយកុំប្រាប់គេថាខ្ញុំនៅទីនេះ សៀវសេងនាង យិនស៊ឺស៊ីងនាងនៅទីនេះពិតមែន លោកប្រុសយាយបានលឺខុសហើយអំបញ្ញមិញនេះខ្ញុំគ្រាន់តែចង់ប្រាប់ថាសូមប្រយ័ត្នត្រង់កន្លែងនេះផង
លោកមិនបានឃើញនាងពិតមែន អត់ទេ នាងមិនបានមកទីនេះទេ អត់ទេ ខ្ញុំដល់ពេលទៅវិញហើយ ហ៎ហើយសំណាងហេតុតែចាប់មិនបានពធអើយស្រុកតែចាប់ខ្លួនមិនតែវ៉ាងល្អទេនេះបើយើងស៊ឺស៊ីងដឹងថាខ្ញុំត្រូវចាប់ខ្លួនទេនាងនឹងមកជួយខ្ញុំដើម្បីយកចិត្តយាយឈឿនមិនខានដល់ពេលនោះអញក៏ទេទៅរកយាយឈឿនទេប្រាប់ថាខ្ញុំចាប់ខ្លួនយាយស៊ឺស៊ីងឥឡូវនេះលោកប្រុសលោកនឹងវាខ្លាំងណាស់ព្រោះស្រីម្នាក់ហ្នឹងគេប្រកាសជាមកមិនខានយាយឈឿនខ្ញុំមិនចាំមើលថាបើការពិតនឹងត្រូវបាក់បង្ហាញនៅមុខលោកនៅតែការពារស្រីម្នាក់ហ្នឹងទៀតទេ លោកប្រុសលោកស្រីតូចទៅហើយទីដឹងរកគំទីកន្លែងអស់ហើយនៅអត់ឃើញទឹកគាត់ទៅមុខលោកទេដឹង ឲ្យអ្នកសាងសង់មណ្ឌលកម្មាកំព្រាសម្រាប់មួយថ្ងៃហើយប្រកាសថាក្រុមការសាងសង់មណ្ឌលកម្មាកំព្រាមានបញ្ហាក្តីសម័យរបស់នាងសាងសង់មណ្ឌលកម្មាកំព្រានាងប្រកាសជាចេញ ថាម៉េចនេះតែកន្លងមកកន្លះម៉ោងសោះហេតុអីក៏នៅសុកសំដួលក៏មកកំព្រាឈប់សាំងសឹងខ្ញុំយល់ហើយខ្ញុំនៅត្រូវគេឡើយនេះពេលនេះខ្ញុំមិនមានសិទ្ធិត្រូវគេទៀតទេជួយផង ទៅចាប់ចូលទៅ នេះជារឿងមួយមនុស្សរបស់ឆ្វេងស៊ីនខ្ញុំមិនបានទៅចាត់ការទៅចាត់ការខ្លួនឯងទៅនេះកន្លងទៅ2ម៉ោងហើយមិនក៏មិនឃើញតាក់ទងមកទេ លោកប្រុសនៅកន្លែងសាងសង់ពីម៉ោងហើយលោកស្រីតូចប្រហែលជា យើងស៊ឺស៊ីងនាងគិតថាម៉េចមេតាវាងចាប់ខ្លួនយើងស៊ឺស៊ីងទៅអូខេចាំនៅនឹងហើយត្រឹមឡើង បាទលោកប្រុសនៅតែវាងទឹកចេញពីទីពេទ្យទៅចាប់ខកខ្លួនស្រីយ៉ាងម៉េចទៅតិចមានគេដាក់តែទីហ្នឹង ខ្ញុំដឹងហើយទោះជាមានតែក៏ខ្ញុំមិនឲ្យយើងស៊ឺស៊ីងជួបគាត់ថាបានដែរប្រហែលជាគេនោះហើយឡើងទៅ អូខេ ហេតុអីក៏គ្មានអ្នកណាម្នាក់អញ្ចឹងពួកឯងគិតចង់ធ្វើអីពួកឯងគិតចង់ធ្វើអ្វីឲ្យប្រកាសពួកឯងធ្វើអីពួកឯងគិតចង់ធ្វើអីឲ្យប្រកាសទៅ មិនបាច់និយាយក្រៅទេពួកយើងប្រាប់យើងខំឲ្យយកលុយមកដោះខ្លួនឯងបើមិនមកទៅយើងសម្រាប់ឲ្យតាមដោះហើយ ខ្ញុំមិនមែនជាមេផ្ទះដែរតើគោយាយជឿទុកចិត្តទៀតទេគេមិនបានរំដោះខ្លួនយើងទេ ទៅហើយ ការពិតគឺជានេះកុំអាននិយាយអីចាំខ្ញុំនាំចេញទៅសិនលោកស្រីតើមុននេះខ្ញុំធ្វើបាបនឹងដាក់លើលោកស្រីនៅជួយខ្ញុំទៀតទេពីឲ្យកូនចាំនិយាយពេលក្រោយទៅបានមកប្រញាប់ទៅពេលនេះគឺអាចនឹងមិនតាន់ពេកទេ លោកប្រុសមនុស្សច្រើនដល់ថ្នាក់នេះបើសម្រាប់ទៅមុខប្រហែលជាមិនបានទេ ចែកផ្លឹកទៅរកមើលសិនចាំមើលមានភាពផ្សេងទេ កន្លែងដែលមានតម្លៃដល់ថ្នាក់នេះហេតុអីក៏គ្មានមនុស្សសឹងអញ្ចឹងមិនមែនទេដឹងមនុស្សច្រើនដល់ថ្នាក់នេះនាងមិនឃើញទេហេតុអីមនុស្សច្រើនម្ល៉េះ សុំទៅជួយបង្ហាញរបស់ប្រជាខ្លួនផង អានេះ ត្រូវនេះជាសញ្ញារបស់លោកជ្វា ស្មានមកដល់សោះថារបស់នេះប្រកាសបានដល់ថ្នាក់នេះរហូតមកតាមផ្លូវគ្មានអ្នកណារៀបរៀងប្រកាសសោះ របស់ឆ្វេងស៊ីងមានប្រយោជន៍ដល់ថ្នាក់នឹងផងមែនទេដឹងហេតុអីបានជាខ្ញុំលេចមុខនៅកន្លែងនេះទេគឺមានមនុស្សតែប្រាប់ខ្ញុំថានាងត្រូវចាប់ខ្លួនទៅដឹងថាខ្ញុំរំព្រៀងប៉ុណ្ណាទេ យាយឆានលោកប្រុសលោកមកហើយឃើញហើយមែនទេថាយាមស៊ូស៊ីមានគ្រឿងសង្កត់ខ្លួនរបស់ឆ្វេងស៊ីននាងជាមនុស្សរបស់ឆ្វេងស៊ីនលោកប្រុសនៅលើលោកមានតែខ្ញុំទេដែលស្មោះត្រង់នឹងលោកហើយគឺនាងអញ្ចឹងផានការទាំងអស់គឺជារបស់នាងតាំងចិត្តឲ្យខ្ញុំឃើញថានាងកំពុងតែមានមនុស្សចាប់ចម្រិតខ្លួនហើយក៏បានឆាត់ឲ្យយាយឆានមកដើម្បីឲ្យគេឃើញថាខ្ញុំមានគ្រឿងសង្កត់របស់ឆ្វេងស៊ីនគេនឹងគិតថាខ្ញុំជាមនុស្សរបស់ឆ្វេងស៊ីនមែនហើយយ៉ាងម៉េចការពិតពិសោធន៍ឲ្យថានាងមានគ្រឿងសង្កត់របស់ឆ្វេងស៊ីនលោកប្រុសឃើញហើយមែនទេលើកមុនដែលចាប់នាងឃុំខ្លួននោះគឺនាងមិនព្រមទទួលស្គាល់តែឥឡូវនេះគឺបែកធ្លាយហើយ មិញនេះនាងប្រាប់ថានាងរៀបចំផែនការចាប់ខ្លួនមកដើម្បីបញ្ឆោតឲ្យយិនស៊ឺស៊ីងមកជួយ ពិតមែនហើយ ហើយនាងក៏ឲ្យមនុស្សតែប្រាប់យើងថាយិនស៊ឺស៊ីងត្រូវបានចាប់ខ្លួនដើម្បីបញ្ឆោតយើងមក ពិតមែនហើយប៉ុន្តែខ្ញុំធ្វើទាំងអស់នេះគឺព្រោះតែខ្ញុំធ្វើក៏ព្រោះតែ យល់តិចហើយឆាប់តាទៅ មនុស្សទាំងអស់នេះក៏នាងជាអ្នកហៅមកដែរមែនទេ មិនមែនទេខ្ញុំដឹងថាយាមស៊ូស៊ីងរួមដៃគ្នាជាមួយនឹងមនុស្សឆ្វេងស៊ីនដើម្បីមកចម្រិតខ្លួនខ្ញុំតែខ្ញុំឲ្យមនុស្សជួយទេទៅរលោកម្ ដងនិយាយថាតាំងចិត្តធ្វើជាជនចម្រិតដើម្បីបញ្ឆោតឲ្យយិនស៊ឺស៊ីងមកជួយបន្តិចក៏ប្រាប់ថាយិនស៊ឺស៊ីងរួមដៃជាមួយឆ្វេងស៊ីងចាប់ចម្រិតយើងមកសរុបទៅរឿងណាពិតរឿងណាមិនពិតទៅ មិនមែនទេលោកប្រុសលោកត្រូវតែជឿខ្ញុំណាខ្ញុំនិយាយសិតតែជាការពិតណាលោក តែ ប្រុ ខ្លះ ស មែនបើសិនស៊ឺស៊ីងជាមនុស្សរបស់ឆ្វេងស៊ីងពិតមែននោះមិនបានជាគេបថុយជីវិតមកទៅនេះជួយនាង លោកប្រុសយាមស៊ូស៊ីងកំពុងតែសម្ដែងគ្រឿងសង្កត់របស់ឆ្វេងស៊ីននាងក៏បានយកចេញមកហើយហេតុអីក៏លោកនៅនិយាយចំនួននាងទៀតនាងចូលមកដើម្បីធ្វើបាបលោក ចាប់ពីថ្ងៃនេះនាងហាមចូលទៅកោចទៀតពួកយើងទៅ អ្នកណាក៏ទៅមិនបានដែរលោកប្រុសកុំកម្រាស់ឲ្យសោះណាឲ្យចេញអស់ទៅក្រោកឡើងចាប់គុំខ្លួនគេលោកប្រុស លោកប្រុសលោកប្រុស ថយក្រោយ នេះជាមេតាវ៉ាដែលជឿចិត្តធ្វើខ្លួនជាធំនៅក្នុងផ្ទះតា
លៀនរੂនាងមកធ្វើអីគ្រាន់តែជាមេផ្ទះធ្វើខ្លួនឯងអស់ចាអីទេការពិតណាស់នាងនេះមិនមែនចង់ខ្លាចជាមេផ្ទះទេអូនាងហ៊ានតែយើងផងអូប៉ុណ្ណឹងនៅតិចពេកផងថ្ងៃនេះខ្ញុំនឹងវាយនាងអត់ស្លាប់តែម្ដងមិនយើងគិតចាស់ស្បែកស្វិតដូចនាងនេះមិនដូចនាងហ៊ានគិតតែបងប្រឈើយើងចាស់មកខ្លាចអាយុចំណាននេះហើយនឹងគិតលើបងប្រយើងចិត្តងាប់ទៅ ហើយ ហេតុអីកុំដាក់ខ្ញុំបាយវាងាប់ច្រើនឆ្នាំមកនេះបងឆិនមករៀបការជាមួយខ្ញុំពេលខ្លះអាចដោយសារតែវាចាំញញក៏ថាបានដែរវាចង់ធ្វើជាលោកស្រីយាយដល់ខ្លួនឯង គាត់បែបទៅវាងបើបង្ហាញការពិតពួកយើងបានខាត់មកសន្លឹកវាងាប់ទៅហើយ លោកប្រាប់ថាយើងស៊ីងជាជនបង្កប់ពិសេសដែលលោករស់មកមិនអញ្ចឹងឯងថែមទាំងឲ្យមិនទឹកបញ្ជាក់ពីអត្តសញ្ញាណរបស់វាជាច្រើនលើកហើយឥឡូវនេះចាំម៉េចយើងស៊ីងមិនមែនជាជនបង្កប់ នាងច្បាស់ណាស់ ខ្ញុំជាជនបង្កប់ពិសេសលោកកុំអាបែរក្នុងមើលឲ្យខ្ញុំនិយាយចប់សិន អូខេនិយាយមក ខ្ញុំជាជនបង្កប់ពិសេសហើយភារកិច្ចដែលធ្វើលើកនេះគឺមកលួចពេជ្រផៃលិនបោខៀវសម្បត្តិគេមរតកតកយាយលោកស្មានមិនខុសបំណងដែលខ្ញុំចូលមករលកតាំងពីដំបូងក៏ព្រោះតែផៃលិនបោខៀវពិតមែនប៉ុន្តែខ្ញុំមិនមែនជំនួសរបស់ជាសិនហើយខ្ញុំក៏មិនដឹងថាផៃលិនបោខៀវគឺជារបស់ដែលម្ដាយលោកការពារដល់ជីវិត ហើយយ៉ាងម៉េច ពេលនេះខ្ញុំដឹងហើយតទៅនឹងមិនលួចទៀតទេ ការដែលនាងមិនលួចព្រោះខ្ញុំបានសាងសង់មណ្ឌលកុមារចំនួននេះទើបនាងមិនចាំបាច់ត្រូវការប្រើលុយទេ ពិតមែនហើយក៏មិនមែនដែរ សរុបទៅមែនឬក៏មិនមែន មែនហើយក៏មិនមែន សរុបទៅមែនឬក៏មិនមែន មែន នឹងក្មេងរមើលគុណចេញទៅ អូខេអញ្ចឹងខ្ញុំទៅហើយ នាងចង់ទៅណា លោកប្រាប់ឲ្យខ្ញុំទៅមិនអញ្ចឹង ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីជួយនាងចេញពីបន្ទប់ពិសោធន៍ឲ្យនាងទៅងាយៗបែបនេះដែលខ្ញុំពិសោធន៍អត្តសញ្ញាណនាងនៅមុខជ្រឿស៊ីងដើម្បីឲ្យនាងទៅងាយៗបែបនេះ លោកនិយាយថាម៉េច នាងគិតថាសមត្ថភាពសម្ដែងរបស់នាងអាចមកប្រាស់គ្រប់គ្នាបានមែនទេ លោក ខ្ញុំដឹងតាំងពីដំបូងថានាងមកដើម្បីលួចត្បូង បានអញ្ចឹងលោកដឹងភាពរបស់ខ្ញុំតាំងពីដំបូងហើយហេតុអីក៏លោកទុកខ្ញុំនៅចិត្តខ្លួនទៀតលោកមិនខ្លាចខ្ញុំបាក់លោកទេ នាងមិនធ្វើទេ ហេតុអី អ្នកតាំងចិត្តចង់សាងសង់មណ្ឌលកុមារកំព្រាគ្មានចិត្តធ្វើបានអ្នកដទៃហើយក៏មិនអាចធ្វើអញ្ចឹងដែរ អរគុណណាស់ដែលលោកព្រមជាចិត្តខ្ញុំ នេះតែប៉ុណ្្នឹងទេ ខ្ញុំមិនមានលុយទេអូខ្ញុំដឹងហើយលោកចង់ឲ្យខ្ញុំទៅលួចរបស់ឯងមែនទេបើថើអើយមិនបាច់បារម្ភទេខ្ញុំធ្វើបាន តើទៅហាមលួចរបស់ទៀតភរិយារបស់ខ្ញុំមិនមែនជាចោរទេ យល់ហើយតើទៅខ្ញុំនឹងឈប់ធ្វើខ្ញុំនឹងមិនឲ្យលោកអាម៉ាស់មុខទៀតទេអូខេទេ ទុកថាមានម្នាក់ស្កាត់ខ្លះ អញ្ចឹងពេលនេះលោកដឹងធាតុពិតរបស់ខ្ញុំហើយលោកនៅចង់សង់ផ្ទះកុមារកំព្រាឲ្យខ្ញុំទៀតទេ យើងស៊ឺស៊ីនឹងមិនច្បាស់ទៀតមែនទេឬមកខុសក្បាលនឹងមានបញ្ហា លោកនិយាយអី នឹងគឺជាភរិយារបស់ខ្ញុំនឹងនឹងទេភរិយាគឺជាអ្វី ដឹងតែយើងរៀបការគ្រាន់តែធ្វើតាមកិច្ចសន្យាមិនអញ្ចឹងទេ កិច្ចសន្យាមួយនេះមែនទេឥឡូវនេះគ្មានកិច្ចសន្យាទៀតនោះទេប៉ុណ្ណឹងនឹងយល់ហើយនៅ លោកធ្វើបាបខ្ញុំ និយាយម្ដងទៀតទៅមើល លោកមិនបានស្រឡាញ់ខ្ញុំហើយនៅមកថើបខ្ញុំទៀតបើមិនហើយថាធ្វើបាបហើយថា បើ មិន ខ្ញុំមិនស្វែងនាងខ្ញុំធ្វើគ្រប់យ៉ាងដើម្បីនាងហើយខ្ញុំព្រមអភ័យនាងទេ មិនមែនទេលោកប្រាប់ខ្លួនឯងថាលោកគ្មានថ្ងៃស្រឡាញ់ខ្ញុំទេមិនអញ្ចឹងទេនេះលោកស្រឡាញ់ខ្ញុំហើយ គឺពិតមែនហើយ មិនមែនទេនេះលោកលងស្រឡាញ់ខ្ញុំហើយមែនទេនេះលោកចូលចិត្តមនុស្សស្រីបែបដែលខ្ញុំសម្ដែងហ្នឹងឯងអើយយាយឈើខ្ញុំមិនគិតទៅតែសត្វថាលោកចិត្តមនុស្សចិត្តងាយបែបនេះ មែនហើយខ្ញុំចិត្តងាយខ្ញុំចូលចិត្តមនុស្សស្រីដែលសម្ដែងអន់បំផុតដូចនាងនឹងហើយ លោក នាង ខ្ញុំនឹកថានេះជាជនប្រកបយកផលិតបោខៀវមកដោះដូរក្នុងរយៈពេល2ថ្ងៃបើមិនចឹងទេខ្ញុំនឹងប្រាប់ព័ត៌មានថាភរិយារបស់លោកយាយគឺជាចោរ មើលអី មិនមានអីទេមិនមានអីទេ គិតកុហកខ្ញុំទៀតហើយមែនទេ ធោះអើយពិតជាគ្មានពិតមែនគឺគ្រាន់តែនិយាយប្រាប់ថាសុខស្រាប់តែមនុស្សកុមារកំព្រាឈប់សាងសង់ឲ្យខ្ញុំសួរលោកថាមានរឿងអីទេ គ្មានរឿងអីគ្រាន់តែមានបញ្ហាតិចតួចសិលឹងយួនទៅមករកកុមារកំព្រាសាងសង់បន្តទៀតនៅមានបញ្ហាទៀតទេ មិនមានទេបើអញ្ចឹងពេលនេះយើងជាសង្សារនឹងគ្នាហើយមែនទេ ជាប្តីប្រពន្ធមិនមែនសង្សារទេ បើអញ្ចឹងខ្ញុំសុំអ្វីតិចតួចបានទេ និយាយមក ពួកយើងទៅជិះសេពអង្គនៅសួនកំសាន្តបានទេពធអើយបើមិនចង់ទៅក៏មិនអីដែរ អត់ជួសជុល អូមើលតែថ្ងៃនេះដូចជាមិនបើកទេគួរស្ដាយណាស់ប្រហែលត្រូវមកលោកក្រោយហើយ អេជប់សិនលោកប្រុសលោកស្រីតូចឧបករណ៍គ្រឿងលេងក្នុងសួននេះឆែកមើលរួចរាល់ហើយលោកតាពីអាចលេងបានហើយណា តែផ្លាកនេះឈប់ជួសជុលមិនអញ្ចឹងទេ សួនកំសាន្តនេះគ្រាន់តែជាអាជីវកម្មមួយមុខទៀតរបស់តកូលយើងប៉ុណ្ណោះការដែលបាត់ផ្លាកឈប់ជួសជុលនោះក៏ព្រោះតែមិនចង់ឲ្យមានអ្នកផ្សេងមករំខានអ្នកទាំងពីរហើយដូច្នេះហើយសូមអញ្ជើញបាទសូមអញ្ជើញ ហើយអំណាចរបស់លុយមកថតរូបជាមួយគ្នាវ៉ាវគួរឲ្យស្រឡាញ់ដល់ហើយ ជួរទី1កូនទី8ជួរទី2កូនទី7ជួរទី3កូនទី7ជួរទី4កូនទី9 វ៉ាវលោកប្តីបង្កើតដល់ហើយ ទូនាទីរបស់មនុស្សប្រុសគឺធ្វើឲ្យមនុស្សស្រីដែលខ្លួនស្រឡាញ់មានក្តីសុខកុំធ្វើដូចមិនធ្លាប់ឃើញអញ្ចឹងអី តែខ្ញុំមិនធ្លាប់ឃើញលោកដែលមានមនុស្សល្អមកធ្វើល្អជាមួយខ្ញុំដល់ថ្នាក់នេះយាយឆើខ្ញុំនឹងមិនព្រមឲ្យអ្នកណាមកធ្វើបាបលោកព្រមតែខ្ញុំផងដែរដូច្នេះខ្ញុំត្រូវទៅហើយបងសម្លាញ់កន្លែងនេះគ្មានអ្នកណាទេខ្ញុំសុំថាប់មួយបានទេ យិនស៊ឺស៊ីងម៉ាក់អ៊ីលបន្តិចទៅថាមក
ជំនួយការស៊ីវចេញមក បាទនេះអ្នកស្រី លោកមកថាយាយឈិនបានល្អណាស់ចាំមួយម៉ោងទៀតចាំដាក់គល់បើខ្ញុំត្រឡប់មកមិនបានទេលោកជួយប្រាប់គាត់ជំនួសផងថាខ្ញុំស្រឡាញ់គល់លោកប្រាប់ថាយាយស៊ីស៊ីងពិតជាមកមិនចឹងហេតុអីក៏មិនធ្វើមក មេផ្ទះវ៉ាគឺគ្រាន់តែជាមេផ្ទះរបស់តកូលយេយៀនសៀវស៊ីងប្រមកបង្ហាញអត្តសញ្ញាណដើម្បីជួយនាងឥឡូវនេះដើម្បីជួយជីវិតរបស់យេជឿនទោះបីឲ្យឡើងភ្នំចូលភ្លឹងនាងប្រកាសជាមកមិនខានទេ យាយស៊ីស៊ីងក៏គ្រាន់តែជាស្រីថោកទាបចូលចិត្តកុហកអ្នកដទៃពុំមនុស្សប្រុសដូចជាលោកត្រូវវាបោកហើយយាយស៊ីស៊ីងនាងស្រីជើងល្អនៅទីបំផុតនាងក៏មកដល់នាងគ្មានសិទ្ធិមកបញ្ចេញសម្លេងនៅទីនេះរបស់ដែលលោកត្រូវការខ្ញុំយកមកហើយរបស់ដែលខ្ញុំត្រូវការយកមកហើយហ្នឹងយាយស៊ីស៊ីងនាងពិតជាចោលលួចបៃលិនបោកខេពិតមែនខ្ញុំនឹងទៅប្រាប់បងឈិនបាននាងសាក់ទៅប្រាប់គេទៅហើយគេមានឱកាសបានចាប់ខ្លួននាងផងនាង បានហើយទោះពីនឹកមើលផៃលិនពកខៀវហើយចាំនិយាយគ្នាទៀត លោកមកពិនិត្យខ្លួនឯងលោកគិតថាលេងរੂចោះទុកជាមួយលោកយាយស៊ីស៊ីនាងក៏មកយញតំណែងតំណងពួកយើងនៅទីនេះណាដល់ពេលនេះហើយនាងនៅតែចង់មកជំនួសតំណែងភរិយាយាយឈិនជំនួសខ្ញុំទៀតមិនមែននាងចង់ក្បត់ក្រៅខ្នងហើយក៏ទៅសុំឱកាសយាយឈិននោះទេណានេះ កុំចូលមកបានអ្នកណាហ៊ានចូលមកខ្ញុំនឹងសម្រាប់គេ យេនសៀវស៊ីងបើនាងហ៊ានសម្រាប់យើងគេឈ្មោះរបស់នាងជាជនបង្កប់នោះនឹងឃ្លាតពេកទីក្រុងឬមួយនឹងមិនខ្លាចទេវាទៅប៉ះពាល់ដល់មនោគមពីហើយនឹងលោកយាយឈិនមែនទេ ណាទៅផាបែបណានោះគឺគាត់បានជាដល់លេងសត្វដែលឆាប់ដូចជាលោកនេះយើងនឹងសម្រាប់ឯងអុយឆាប់ទេណាលោកស្រីទៅឆាប់នងខ្លួនជួយស៊ីងចាញ់ទៅយើងឈួតចិនបាយឲ្យស្លាប់បាយឲ្យស្លាប់ស្លាប់មែនទេ លោកអ៊ំជីវិតមករបស់ខ្ញុំមិនទាន់បានសងវិញទេគិតចង់គិតទៅណា បងសំឡាញ់មកបានចឹងនេះ លោកស្រីតូចប្រយោជន៍ទាំងអស់លើរបស់លោកស្រីទុកប្រាប់លោកប្រុសដល់ផ្ទាល់ល្អជាង អូយអើយមែនទេវិញរបស់មួយនេះខ្ញុំលួចពីជ្វាស៊ីននៅខាងក្នុងវាមានព័ត៌មានដែលតេតងជាមួយអ្នកស្រីទាំងអស់តើទៅលោកស្រីមានរបស់មួយនេះនៅគ្មានអ្នកណាមកគម្រាមលោកស្រីបានទៀតទេមែនទេវិញហេតុអីបានជាលោកស្រីទៅខ្ញុំសុំទោសខ្ញុំខុសហើយលោកស្រីទៅវិញទេដែលស្រឡាញ់លោកប្រុសខ្លាំងបំផុតនៅក្នុងលោកនេះមែនទេវិញ វាគ្រាន់តែសម្លាប់ទេមនុស្សអីទេ យិនសៀវស៊ីងបារម្ភពីខ្លួនឯងសិនទៅរឿងដែលនាងក៏ហក់ខ្ញុំនោះអធិប្បាយយ៉ាងម៉េចទៅ មិនដឹងទេគេខ្លួនសិនហើយគេរត់ទៅហើយខ្ញុំទៅចាប់គេឥឡូវនេះ យិនសៀវស៊ីងជិតនេះគេមិនផុតពីកណ្ដាប់ដៃខ្ញុំទេ